គាត់ទៅលោកជង្គង់មុខម៉ាក់ខ្ញុំស្រឡាញ់លីនឥឡូវពេលអ្នកខ្ញុំជ្រុលហើយមានកូននៅក្នុងពោះលីនណៃជាកូនស្រីសុខភាពល្អជាងអីដែលខ្ញុំចង់ធ្វើហ្នឹងគឺខ្ញុំនឹងរៀបការខ្ញុំសូមម៉ាក់លើកលែងតោឲ្យខ្ញុំបានអត់ឲ្យខ្ញុំនឹងមើលថែកូនម៉ាក់ឲ្យបានល្អរៀបការប្រពៃណីផ្ដល់កិត្តិយសឲ្យដូចនារីដទៃការដែលទុកគាត់នៅពេលហ្នឹងគឺជាការសម្រេចចិត្តដ៏ល្អបំផុតក្នុងឆាកជីវិតរបស់ខ្ញុំមុនដែលគេមានផ្ទៃពោះគេតែងតែមានកម្រងទុកមុនយើងអត់មានកម្រងទុកមុនទៀតតើណើមិនដែរជាប់ពាក្យក៏អត់ជាប់ពាក្យការក៏អត់ការរឿងពីរដែលខ្ញុំពិបាកជាងគេគឺខ្ញុំអត់ដឹងប្រឈមមុខជាមួយម៉ាក់ខ្ញុំបែបណាខ្ញុំអត់ដឹងថាខ្ញុំត្រូវប្រឈមមុខជាមួយនឹងសង្គមបែបណាពលិនខ្លួនឯងគាត់ថាជាម្ដាយបែបណាដែរជាម្ដាយម្នាក់ដែលឈៀលសប្បាយហើយមួយកូនគឺកំ pl ែងហ្មងណាគេក៏ដឹងដែរថាកូនខ្ញុំអត់ព្រមហាងម៉ាក់ទេអ្វីទាំងអស់ក៏និយាយតាមដែរលើកលែងតែពាក្យថាម៉ាក់តែអីឯងម៉ាក់នៅតែស្រឡាញ់កូនព្រោះម៉ាក់ស៊ាំហើយចលិនបើនិយាយ follower រាប់ម៉ឺននាក់មានប្តីមានម៉ាក់ប៉ាមានកូនផងពេលខ្លះមានអារម្មណ៍ថាឯកាកុំអួលបានអត់នេះគឺជារឿងមួយដែលអត់មានអ្នកគេដឹងជំរាបសួរខ្ញុំបាទឈ្មោះតេងសពតដែលជា host នៃកម្មវិធី The 2% ដែលភាគច្រើនមនុស្សយើងនិយាយតែពីរឿងល្អៗនិយាយតែពីរឿងជោគជ័យប៉ុន្តែនៅក្នុងកម្មវិធី 2% របស់យើងគឺយើងនិយាយពី 2% ដែលមនុស្សអត់ដែលចែកម្លែកពីមុនពីការបរាជ័យពីការលំបាកផ្សេងៗហើយភ្ញៀវកិត្តិយសរបស់យើងថ្ងៃនេះគឺលីនជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះលីនកាលមុនលីនវីឥឡូវលីនដែរម៉ាក់នីងនីងអូខេជាដំបូងខ្ញុំសូមអរគុណទៅដល់ដៃគូសាខារបស់យើងគឺ Express ដែលជាផលិតផលភេសជ្ជៈក្នុងស្រុករបស់យើងផ្ទាល់តែម្ដងហ្នឹងហើយអញ្ចឹងអរគុណមែនតើដែលបានចូលរួមជាមួយពួកយើងតាមពិតខ្ញុំចង់ហៅតាំងពីរាប់ខែមុននោះប៉ុន្តែដឹងថាជីវិតវាដើរលឿនហើយវាមានរឿងច្រើនផងខ្ញុំអាចដឹងបាននេះបើលីនឥឡូវបច្ចុប្បន្នតើខុសគ្នាពីលីនកាលពីនៅ AS កាលនៅជាឡៃមកដល់បច្ចុប្បន្ននោះវាខុសគ្នាបែបណាខ្លះហើយ How would you describe yourself ឥឡូវនិយាយទៅវិទ្យាល័យណាក្មេងស្រីម្នាក់ដែលឈៀលចង់ឈ្នះចង់ចាញ់មកទៅរៀងហឹងហើយសប្បាយចង់ធ្វើអីធ្វើរបៀបថាហ៊ានក៏ហ៊ានតែពេលខ្លះអត់ចង់ហ៊ានក៏អត់តាមចិត្តខ្លួនឯងអញ្ចឹងណាប៉ុន្តែបើឥឡូវសួរថារវល់យ៉ាងណាហត់យ៉ាងណាអាចទៅសម្រាប់បានអត់ទេកាលមុនឈឺដេកអីចឹងតម្រេលខ្លួនពី3ថ្ងៃនៅផ្ទះ I don't care ខ្ញុំមិនក៏បានរបៀបសម្រាប់ចង់សម្រាប់អត់ខ្វល់ពីអីក៏បានដែរប៉ុន្តែឥឡូវអាចពាក្យហ្នឹងឬពាក្យហ្នឹងគឺម៉ាក់យកទៅនិយាយច្រើនមែនតើក្នុងនាមជាម្ដាយគ្មានសិទ្ធិសំបីតែឈឺរបៀបអញ្ចឹងណាទោះជាមានអ្នកនីឬក៏មានអ្នកជួយមើលក៏ដោយក៏នៅតែមានការងារខ្លះត្រូវការម៉ាក់ដូចគ្នា yes អានេះបាននិយាយឲ្យស្រួលបើជីវិត content creator មិនបាញ់និយាយទេកាលនៅ content creator គឺសបាយហ្មងទាំងការងារទាំងការអីគឺទៅរលូនចង់ធ្វើអីធ្វើមានលុយចាយហៅលុយមកខ្លួនឯងចាយអត់ចេះគិតដល់ពេលឥឡូវចេះគិតអត់មានលុយចាយថាគាត់តែចេះមិនបានបើសិនជាបកទៅវិញហេតុអីបានការនោះអត់តន់ចេះសំណាមានលុយមកចាយអ្នកមានមកវ៉ាវ concert គ្រប់ប្រទេសវ៉ាវទិញសិតទៅ VIP អីអញ្ចឹងណាហើយទៅគ្រប់ប្រទេសហ្នឹងគឺចាយដូចតែមានលុយមិនបានទេភេអ្នកនេះអ្នកនោះភេអ្នកនេះអ្នកនោះបើថាមួយអាទិត្យវិញមួយអាទិត្យ7ថ្ងៃមើលកូន5ថ្ងៃឯងរបៀបអញ្ចឹងណាចាយអត់ចេះគាត់អាខុសស្រាប់ណាផឹកស៊ីទៀតចោះហ្នឹងហើយតែបើឥឡូវមិនស្ងល់ខ្លួនឯងមិនកាមុនអត់ចេះសំអញ្ចឹងមិនបាន
lôi đi ở chợ đây mấy ắt sao chứ bạn nó khơi bạn ấy sao từ mới story tới trong nha hoàng ngay trong món bìm chân á wow chân anh ấy coi chi ấy để sao bà làm ra cha miên nuôi sao mà ăn sao màประหยัด lúc đấy miên cô miên phải đấy đấy khỏi តែលើនៅទៅ concert ហើយខ្ញុំឃើញផង I work hard for that ខ្ញុំខាន enjoy អញ្ចឹងយូរហើយ and concert នេះអ្នកម្ដាយថាសុកវិញចូលដល់ concert ហើយ concert នេះគឺធ្លាប់សន្យាមួយខ្លួនឯងថាមកជាវត្ថុតែមើលគាត់បានម្ដងតែមើល BTS បានម្ដងពីព្រោះ I've been their fan យូរហើយ10ឆ្នាំជាងហើយ That's great ចុះតើតាំងពីដំបូងមកពេលដែលចាប់ផ្ដើមមក phase ទី1ទី2ណាពេលចប់ high school ហ្នឹងពេលហ្នឹងអត់ទាន់បានធ្វើការអីសោះត្រូវអត់ ចឹងហើយ តែចូលមក content creator ភ្លាម ដំបូងហើយពេលចាប់រៀនពេលចាប់ជាមួយនឹង high school ភ្លាមសម័យកាលចូលដល់វគ្គ COVID ហើយនៅតែផ្ទះទោះជារៀនសកលក៏ online ដែរចឹងមានពេលតនេច្រើនហើយដែលធ្វើហ្នឹងគឺពេលហ្នឹង TikTok ចាប់ផ្ដើម viral ហើយផុស TikTok លេងអូមានអីចេញហ្នឹងហ្មងមានអីចេញហ្នឹងហ្មងវីដេអូមានប្រហែលចេញប៉ុណ្ណឹងបើអាចទៅ research វិញរាំមួយថ្ងៃខ្លះនិយាយទៅយ៉ាងមួយថ្ងៃគឺត្រូវតែចេញមួយហ្មងហើយរាំជាខ្លួនឯងមិនក៏ទៅដែររបៀបអញ្ចឹងណាហើយមនុស្សលះអីអញ្ចឹងចូលចិត្តរាំអញ្ចឹងទៀតទៅក៏ទៅហើយ maybe ពួកគាត់ឃើញខ្ញុំនៅក្នុងហ្នឹង yeah shout out to បងសាបងស្នាក៏ឃើញខ្ញុំគឺជាតែជាជំនាន់នោះអត់ទាន់មានក្មេងៗស្រីៗដែររៀងលះអញ្ចឹងឬក៏មិនខ្ញុំអត់ដឹងទេតែខ្ញុំអត់ដឹងថាថៃបានគាត់ choose ខ្ញុំដូចគ្នាគាត់ choose ខ្ញុំទៅក្នុងសម្ដែងរឿងមួយអាហ្នឹងក៏ជាថ្មីបោះសម្រាប់ខ្ញុំដែរ character ហ្នឹងគឺ character ខ្ញុំហ្មងរបៀបអញ្ចឹងណាដូចអ្នកគ្នាបានឃើញហើយរឿងដែលខ្ញុំសម្ដែងដំបូងហ្នឹងគឺជាមួយបងសាលហ្មងគ្រូផ្លេចឈ្មោះបាត់ឯងដឹងគ្រូបរិញ្ញារបស់សយវិសាលអីជំនាន់ហ្នឹងហើយហើយចាប់ផ្ដើមពីនោះទៅក៏ចាប់ផ្ដើមមានការងារតក៏ទៀតមក ចុះបានរៀន uni ចប់អត់ សម្រាប់ uni ខ្ញុំបានរៀនចប់ពេលខ្ញុំបានរៀនតា2ឆ្នាំអីទេ និយាយទៅបន្តទៅ content creator ហ្នឹងហើយ content creator ហើយក៏ប៉ុន្តែកាលនោះប្រហែលជាមកពីខ្ញុំឲ្យលះខ្លួនឯងច្រើនពេកបើសិនជារៀនអាចរៀនចប់ហើយបើខ្ញុំបកទៅវិញបើសិនជាពេលវេលាបកទៅវិញខ្ញុំនឹងខំប្រឹងឲ្យរៀនចប់ដូចគ្នា ចុះកាលហ្នឹង content creator compare ពីឥឡូវ content creation វាអ្នកបង្កើតមាតិកាអ្នកបង្កើតមាតិកានោះវាខុសគ្នាបែបណាដែរ កាលនោះអត់សូវមានច្រើនទេកាលនោះអត់សូវមានច្រើនទេដល់ពេលឥឡូវអាចអ្នកទាំងអស់គ្នាអាចទៅមើលវិញបានគឺមានច្រើនក្នុងមែនតើ content យើងអាចនិយាយថាសេដ្ឋកិច្ចឥឡូវគឺធ្លាក់ចុះមនុស្សចាប់ផ្ដើមរកការងារច្រើនម្នាក់ធ្វើវីដេអូក៏ច្រើនឥឡូវដូចវាថាទៅដើមទីផ្សារគ្នាអញ្ចឹងអ្នកឧទាហរណ៍មិនទៅឥឡូវបើយើងនិយាយក្នុងអាទីផ្សារ content creator អញ្ចឹងគេមានបែងចែកអីគេខ្ញុំភ្លេចបាត់ហើយនេះដូចមានរបៀប micro nano អ្នកដែលធំអញ្ចឹងណាដល់ពេលអ្នកពីក្រោមឡើងមកគាត់ក្លុកទីផ្សារអញ្ចឹងទៅរបៀបធ្វើឲ្យអ្នកនៅលើរៀងកាំងដែរអាចមិនទៅព្រោះថាអ្នកនៅលើគាត់មានអ្នកជំនាន់មុនកុំនិយាយអ្នកនៅលើវាអត់ស្ដាប់ពេកថាអ្នកជំនាន់មុន senior ណោះដែលគាត់រៀង hit ចឹងទៅគាត់មានតម្លៃគ្រូគាត់ប៉ុណ្ណេះតែពេលអ្នកក្រោយមកច្រើនមែនតើអត់អីទេគាត់យកលុយទេគាត់សុខចិត្តបានរបស់ free ឬក៏អីចឹងទៅអញ្ចឹងជាអត់ផុតទេមិនបើទាំងយើងទាំងគេបើសិនជាយើង team marketing ក៏យើងយកអ្នកក្រោយដែរចឹងធ្វើឲ្យអ្នកមុខហ្នឹងរៀងសាបជាមួយនឹងមិនទៅថា sponsor ឬក៏អីអញ្ចឹងអាចមើលឃើញឯអ្នកដែលធ្វើវីដេអូកាលមុនហ្នឹងភាគច្រើនគឺសិតតែមាន business ខ្លួនឯងឥឡូវអាហ្នឹងគឺជាអីដែលជំរុញពួកអីទី1បបាក់វាយចូលទីផ្សារឥឡូវគេមាន trend គេមានមិនទៅ Gen Z Gen X Gen Y Gen La មានអីចឹងណាបបាក់វាយចូលខ្លាំងប៉ុន្តែនៅតែអ្នកសរសើរអ្នកដែលគាត់នៅតែដើរតាំងពីមុនរហូតដល់ឥឡូវអ្នកដែលខ្ញុំ admire ហើយតែសារជាងគេគឺបងសយសិង្ហួរអ្នកដែលខ្ញុំស្គាល់គាត់តាំងពីខ្ញុំនៅក្មេងឥឡូវខ្ញុំចាស់គាត់នៅក្មេងដែរ
បងចេះនេះវីដូចគ្នាបងស្នាដូចគ្នានៅតែដើរនៅលើ platform ហ្នឹងនៅដើរបានណាគឺខ្ញុំទៅសារពួកគាត់មែនតើ ចត់ទៅសារខ្លួនឯងផង ទុំ6ឆ្នាំហ្នឹងពួកគាត់ចូល10ឆ្នាំជាងហើយវិញខ្ញុំទុំ6ឆ្នាំខ្ញុំគិតថាខ្លួនឯងហេសារខ្លួនឯងដែរសិន ចាស់ទៅ យ៉ា Senior អើយចាក់មែនតើចាស់ហើយ ចុះកាលពេលចេញធ្វើដំបងអីមានជួបឧបសគ្គអីឬក៏វាចេញមកលូនស្រួលហ្មង ខ្ញុំមនុស្សក្រែងចិត្តគេ and I just say no way so ខ្ញុំ decide ចូល team ជាមួយនឹង visa ដោយសារតែមានបងស្នេហ៍ជួយនិយាយជាមួយគេខ្ញុំអត់ចេះនិយាយទេអញ្ចឹងសម្រាប់ខ្ញុំគឺវារលូនគួរឲ្យខ្ញុំកាតព្វកិច្ចខ្ញុំគ្រាន់តែទៅថតរៀបចំខ្លួនថតហើយទៅថត content ក៏ពួកគាត់អ្នកឃើញឲ្យទៀតគឺវាស្រួលខ្លាំងហើយទៅវិញទៅមកហើយសម្រាប់កាលនោះចេញដំបងធម្មតាតែឡើយដំបង sponsor ក៏ច្រើនតាមហ្នឹងហើយនឹកឃើញ content ច្រើនព្រោះគូក្បាលយើងទុំតែចាប់ផ្ដើម fresh ហើយអត់ទាន់មាន content អីផ្សេងវាលុកច្រើនអញ្ចឹងណាបើប្រៀបធៀបមួយឥឡូវក៏ sponsor នៅតែរៀងច្រើនដែរដោយសារនៅតែចង់អរគុណកូន ប៉ុន្តែចំពោះលេនខ្ញុំគាត់ថាដូចមើល story លេនណាឃើញស្អាតផងក៏ប្លែងផងដើម្បីទៀតរកលុយបានច្រើនទៀតប៉ុន្តែបើមែនតែនវាពេញចឹងអត់ ចា ចាថា your life បើសិនជាគេមើលពី Instagram មកតាំងកាលពីក្មេងយើងពីក្មេងយើងពងភីកពងឡើងខ្ពស់ពេលហ្នឹងមិនអីគេល្បីផងលុយច្រើនផងអីផងប៉ុន្តែចង់ថានៅក្រោយខ្នងវាពិតជាភីងចឹងមែនទេ Do you like just enjoy it ខ្ញុំអត់អាចសម្រាប់ខ្ញុំវាមានពេលខ្លះពណ៌កាឈុកដឹងវារៀងមានទឹកអីពណ៌ខ្មៅចូលមកដែរតែពេលខ្លះក៏មានលីសលីកាឈុកមកវិញវាមិនភីងរហូតអត់ភីងរហូតចឹងទេជីវិតបើភីងរហូត so boring ខ្ញុំសម្រាប់ខ្ញុំជីវិតខ្ញុំនៅពេលដែលខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថារៀង lost ជាងគេមុនខ្ញុំការខ្ញុំអត់នៅលាវខ្ញុំគិតថាខ្ទង់ឆ្នាំមុន2023ទីទួច23ឬក៏20ចុង22ចូល23ខ្ញុំមើលឃើញថាពេលហ្នឹងcontent creator គឺវាយចូលច្រើនហើយ content ពួកខ្ញុំក៏វាសាបតាំងនឹងដែរដូចខ្ញុំនិយាយចឹងថាគេវាយចូលទីផ្សារគេតម្លាក់តម្លៃខ្លួនតម្លៃពួកខ្ញុំនៅតម្លៃអញ្ចឹងគឺវាអស់ហើយអត់មានទេទាំងខ្ញុំទាំងគេបើសិនជាខ្ញុំជា team marketing ក៏ខ្ញុំអត់យកដែរចេះនិយាយចេះវិញចឹងអញ្ចឹងមកទៅថាដល់ពេលដែលបបាក់អញ្ចឹងទៅការងារក៏អស់ធ្លាប់តាចេះបទាបខ្លួនឯងធ្លាប់គិតថាការងារហ្នឹងមួយខែហ្នឹងខ្ញុំរកដល់មួយខែខ្ញុំធ្លាប់បាន10 project លេងចូលដល់ខ្ទង់ឆ្នាំហ្នឹងមានខែខ្លះខ្ញុំបានតែមួយ project គេខែខ្លះសឹងតែអត់មានហ្មងចឹងចាប់ផ្ដើម blast ខ្លួនឯងហើយធ្វើអីក៏លេងសប្បាយដែរបើអ្នកតាមដាន story ខ្ញុំគាត់ដឹងហើយចូលដល់រៀងចុងឆ្នាំហ្នឹងគឺខ្ញុំ lost story ក៏ខ្ញុំលេងសូវបានផុសជាប្រចាំថ្ងៃដោយការមុនរបៀបអត់មានអារម្មណ៍នឹងផុសមិនទៅមានអារម្មណ៍ថាដូចបាត់បង់ខ្លួនឯងហើយគីឡូក៏ឡើងទោះជាអត់សូវញ៉ាំច្រើនក៏នៅតែឡើងដែរអ្នកដែលគាត់ស្គាល់ខ្ញុំគឺខ្ញុំឡើងចុះគីឡូឡើងចុះគីឡូច្រើនដងខ្លាំងមែនតើហើយចឹងទៅអត់ដឹងថាធ្វើអីខ្ញុំឡើងបាក់ហ្មងខ្ញុំគិតថាអ្នកដែលគាត់ធ្វើវីដេអូឬក៏អ្នកដែលធ្វើការងារផ្សេងដែលគាត់ធ្លាប់ស្រឡាញ់សុកលេងមិនលេងស្រឡាញ់មានអារម្មណ៍ថាសុកលេង enjoy ជាមួយនឹងធ្វើការងារហ្នឹងខ្ញុំគិតថាក៏មានអ្នកអញ្ចឹងដូចគ្នាមិនមានតែខ្ញុំទេកំពុងតែសប្បាយសុកយូរទៅមានអារម្មណ៍ថាការងារហ្នឹងធ្លាប់តែជាការងារដែលខ្លួនឯងស្រឡាញ់ហេតុអីមិនបានចាប់ផ្ដើមលេង enjoy អញ្ចឹងមូលហេតុអីខំទៅរកចម្លើយដែរប៉ុន្តែរកអត់ឃើញហើយនៅតែប្រាប់ថាអត់អីទេខ្ញុំនៅតែស្រឡាញ់អញ្ចឹងខ្ញុំនៅតែស្រឡាញ់អញ្ចឹងបខំខ្លួនឯងឲ្យតែបន្តប៉ុន្តែ
ជាវាអត់ ping ដូចកាលមុនទៀតទេខ្ញុំគាត់ថាក៏មានចឹងដែរហ្នឹងគេហៅដូចthe sign of lost yourself yeah and ការងារលេង enjoy ដូចមុនឬក៏អីចឹងប៉ុន្តែអានេះដោយសារតែខ្ញុំនៅជាមួយម៉ាក់ខ្ញុំអញ្ចឹងទៅខ្ញុំមានបង្អែកម៉ាក់ខ្ញុំកាលនោះខ្ញុំគាត់ថាបាត់តែអញ្ចឹងខ្ញុំអាច choose to អត់ធ្វើអីឬក៏សម្រាកឬក៏ហត់ឬក៏ rest ចុះ rest ចោលប៉ុន្តែបើសិនជាអ្នកខ្លះគាត់នៅម្នាក់ឯងគាត់មិនទៅត្រូវ depend នៅលើខ្លួនឯងចាញ់ពីខេត្តមកនៅពេញមកហ៊ានបដាធ្វើការបដាឬក៏អីអញ្ចឹងខ្ញុំគាត់ថាគាត់ពិបាកនឹង rest ខ្លួនឯងមែនតើពីព្រោះឲ្យគាត់នៅតែត្រូវតម្រូវឲ្យធ្វើការងារហ្នឹងដើម្បីចាំជីវភាពប្រចាំថ្ងៃរបស់គាត់ណាយ៉ាតែដល់ពេលអត់មាន client ចុះអត់មានអីអាចធ្វើបានឬក៏យ៉ាទៅឲ្យបានតាមណាហើយពេលហ្នឹង loss មែនតើ loss ខ្លាំងដល់ហើយចុះនៅក្នុងចិត្តខ្លួនឯងមាន solution អីហ៎បន្ទោស solution ខ្លួនឯងហ្នឹងគឺឲ្យខ្លួនឯងទៅផុសវីដេអូផុសអីកាមុនដូចគ្នាផុសអីឲ្យច្រើនប៉ុន្តែនៅតែអត់មានអារម្មណ៍ថាផុសទៅមានមួយទៀតដោយសារអីដោយសារតែការមុននៅពេលដែលផុសទៅ view វារៀងច្រើនអញ្ចឹងទៅយើងសប្បាយចិត្តដល់ពេលក្រោយមានដូច creator ឡើងមកច្រើន view យើងក៏រៀងធ្លាក់តាមនឹង content យើងយូរចេញម្ដងកាន់តែយូរទៅកាន់តែយូរទៅអញ្ចឹងទៅ view ក៏ធ្លាក់តាមនឹងដែរដល់ពេលធ្លាក់តាមនឹងបន្ទោសខ្លួនឯងទៀតហើយមិនក៏ view ខ្ញុំអញ្ចឹងមិនក៏អត់សូវមានអ្នកមើលអញ្ចឹងនៅអាឡ័យគិត content ដែលចេញមកត្រូវតែ hit ប៉ុន្តែដំណើរហ្នឹងគេចេញ10 content ទេទោះអត់ hit ក៏គេចេញ10វីដេអូដែរមួយខែគេចេញ10វីដេអូយើងមួយខែចេញតែមួយតែទោះ hit មិន hit ក៏គេអា10វីដេអូហ្នឹងគេទៅមុនដែរយ៉ាឥឡូវទំនឹកឃើញដំណោះស្រាយនៅមកវិញកាលនោះគាត់អត់ចេញហ្មងថាធ្វើមិនអីចឹងណាដល់ពេលឥឡូវគេ I accept គ្មានអីដែលថិតថេរទេ view គ្មានអីដែលថិតថេរដែរគ្មានអីថិតថេរទេដូចចូលដល់រឿងពុទ្ធពធហើយហ្នឹងវាថាទាំងសម្រាប់ទាំងអីគ្មានអីទៅទេអញ្ចឹង just accept ទៅទទួលយកទៅគេជារឿងរបស់គេយើងជារឿងរបស់យើងសំខាន់ឲ្យតែសប្បាយទៅហ្នឹងឯងហ្នឹងហើយខ្ញុំតាមពិតតំបាននិយាយជាមួយ guest មួយដែរដូចរឿងហ្នឹងអញ្ចឹងបើសិនយើងធ្វើរបស់ខ្លួនឯងស្រឡាញ់វាចេះតែស្រឡាញ់ហើយប៉ុន្តែហ្នឹងហើយចុងក្រោយក៏វាត្រូវការ channel ត្រូវការនេះដែរព្រោះបើស្រឡាញ់តែដល់ពេលរីងអត់មានអីសោះវាប្រកាសថាវាអត់បានយូរវែងវាអត់ជាប់បានដល់រហូតទេអញ្ចឹងគាត់ថានេះគឺជាចំណុចមួយដែលទោះស្រឡាញ់ក៏ដោយប៉ុន្តែនៅតែចុងក្រោយគឺយើងត្រូវការ channel ត្រូវការអីដើម្បីជា motivation ដើម្បីយើងបន្តទៅមុខដូចគ្នា yes ពេលខ្លះយើងហត់តាមក្តីសម័យមិនប្រកាសថាក្តីសម័យហត់តាមយើងវិញយល់អត់ធ្វើតាមបេះដូងប៉ុន្តែពេលខ្លះអាការងារដែលតាមបេះដូងហ្នឹងគឺវាអត់ដំណើរការដូចគ្នាអញ្ចឹងត្រូវរក solution ដូចគ្នាអញ្ចឹងពេលហ្នឹងអាចសុំតមកវិញមកណាអីដែលខ្ញុំអាចធ្វើបានខ្ញុំនិយាយជួបជាមួយនឹងវងស្នេហ៍ហើយខ្ញុំបាននិយាយណាមានចូលថ្នាក់រៀនជាច្រើន course ជាច្រើនដើម្បីឲ្យយកខ្លួនឯងមកវិញអញ្ចឹងទៅនៅពេលដែលចាប់ផ្ដើមយកខ្លួនឯងមកវិញខ្ញុំសប្បាយចិត្តខ្ញុំជួបមនុស្សល្អៗជាច្រើនជួបមនុស្សថ្មីជាច្រើន and មានអ្នកបញ្យល់ខ្ញុំជាច្រើនអញ្ចឹងណាក៏ចាប់ផ្ដើមទាញខ្លួនឯងមកវិញប៉ុន្តែសួរថាពេលទាញខ្លួនឯងមកវិញហ្នឹងក៏ sponsor មកវិញអត់នៅទេប៉ុន្តែអីដែលទាញបានអានេះអាហ្នឹងវាសប្បាយចិត្តមកវិញវាធូរស្រាលវិញដូចតលាក់សំពាយដែលនៅលើខ្នងខ្លួនឯងហ្នឹងតលាក់ចុះហ្មងកុំគិតច្រើនពេកទទួលយកទៅវាប្រាប់ខ្លួនឯងអញ្ចឹងណាហើយក៏ចាប់ផ្ដើមដល់រឿង ping យ៉ាតួមានបច្ចេកអត់បច្ចេកក៏នៅតែ ping ដែររបៀបអញ្ចឹងណា ping រហូត until មុនការនេះចាអានេះអ្នកនរគ្នាដឹងហើយថាមានមុនការហ្នឹងខ្ញុំមានរឿងអីអញ្ចឹងយើងបាច់ detail វិញទៀតទេណាnice okay ប៉ុន្តែធម្មតាលិនមានកម្រងមានអីប៉ុន្តែខ្ញុំគាត់ថាដោយសារអាចថាកូនរបស់លិនពីច្រើនបើសិនជាមុនដែលគេអាចថាមានផ្ទៃពោះឬក៏មានកូនអីចឹងគេតែងតែមានកម្រងទុកមុនតែដល់ពេលលិនសក់អត់មានកម្រងអញ្ចឹងខ្ញុំគាត់ថាតាណើមួយហ្នឹងអត់ស្រួលទេនិយាយទៅតាណើជាពេលដែលយើងដើរពេលយើងឆ្លងទន្លេអីហ្នឹងគឺអត់ស្រួលទេប៉ុន្តែដល់ពេលយើងអត់មានកម្រងទុកមុនទៀតពេលហ្នឹងតាណើមិនដែរ
គម្រោងមិនអត់គម្រោងធម្មតាគឺគម្រោងហ្នឹងគឺវាឆ្ងាយអីដែលការកាត់ហ្មងចឹងឯណាសូម្បីតែភ្ជាប់ពាក្យក៏អត់ទាន់ភ្ជាប់ពាក្យបើយើងនិយាយទៅលើមុខមាត់ទៅលើសង្គមបណ្ដាញសង្គមមកពួកអីគេស្គាល់ច្រើនភ្ជាប់ពេលហ្នឹងចេះហេងទុំភ្ចូលអូឌៀនថាជាសង្សារបឹកហ្នឹងភ្ជាប់ពាក្យក៏អត់ទាន់ភ្ជាប់ពាក្យការក៏អត់ទាន់ការអញ្ចឹងវាមានរឿងកើតឡើងជាច្រើនដែលត្រូវប្រឈមជាមួយនឹងសង្គមទី1ទី2ម៉ាក់ប៉ាខ្ញុំម៉ាក់ខ្ញុំគឺជាមនុស្សម្នាក់ដែលកាចខ្ញុំមិនដឹងថាខ្ញុំត្រូវទៅប្រាប់គាត់មកទេគាត់គឺខ្ជាប់ខ្ជួននឹងប្រពៃណីគាត់អាចមានថាកូនចិត្តគាត់គឺឡុកជាមួយនឹងប្រពៃណីហើយចឹងខ្ញុំអត់ដឹងប្រាប់គាត់ថាម៉េចនិយាយទៅរឿងពីរដែលខ្ញុំពិបាកជាងគេគឺខ្ញុំអត់ដឹងប្រឈមមុខជាមួយម៉ាក់ខ្ញុំបែបណាខ្ញុំអត់ដឹងថាខ្ញុំត្រូវប្រឈមមុខជាមួយនឹងសង្គមបែបណាសង្គមមួយនេះដល់ឲ្យដឹងឲ្យថាវាគ្រូលមិនបើសិនជាជន់បានគឺជន់ដល់បានតែម្ដង image ខ្ញុំសម្រាប់គ្រប់គ្នានៅជំនាន់ហ្នឹងគឺក្មេងស្រីម្នាក់ក្មេងស្រីហ្មងដោយសារអីចរិតខ្ញុំនៅក្នុងបណ្ដាញសង្គមឈៀលលែលេះឡោះសបាយខ្ញុំមិនមែនចេញមកលើថ្លៃធ្នូអង្គុយនិយាយបើខ្ញុំនិយាយអប់រំគេឬក៏មិនអីចឹងទៅអានោះវាអត់សូវអីប៉ុន្តែវាលែជាក្មេងស្រីបដ ாய் ហើយសុកទៅមានកូនវាអញ្ចឹងទៅខ្ញុំអត់ដឹងថាខ្ញុំត្រូវប្រឈមមួយមុខសង្គមមិននៅពេលដែលខ្ញុំដឹងថាប៉និតខនឃើញគាត់មុនគេអារម្មណ៍ពេលហ្នឹងគឺមិនទៅហត់តុបទឹកភ្នែកជាមួយនឹងគ្រូពេទ្យហើយនៅពេលដែលស្ដាប់ឮថាគ្រូពេទ្យហ្នឹងគាត់និយាយថាទារកសុខភាពល្អណាស់ល្អមែនល្អធម្មតាល្អណាស់អត់មានទឹកកញ្ចឹងកទេលូតលាស់បានល្អឬក៏អីអញ្ចឹងទាំងដែលខ្ញុំអត់បានថែសុខភាពខ្លួនឯងអាចិត្តមួយដែលអាណិតស្មោះហ្នឹងកាន់ទៅទៀតឯងព្រោះអីមានកម្រងថានឹងនេះនឹងដកគាត់ចេញតែបញ្ហាទី2ហ្នឹងគឺនិយាយណាគឺគាត់លើសអាយុដែលត្រូវនឹងបលូទៅមានន័យមិនទៅក្នុងអ្នកដែលគាត់មាននៅពេលដែលគាត់មានលើសពី12សប្តាហ៍គឺទារកនឹងអាចបលូតបានទេបើសិនជាបលូតគឺខុសច្បាប់ខំ12សប្តាហ៍គឺស្របច្បាប់តែពេលហ្នឹងគឺគាត់លើសហើយអញ្ចឹងក៏ខ្ញុំមិនអាចទៅធ្វើរឿងហ្នឹងកើតដែរវាមានមិនទៅគ្រូខ្មែរមានរឿងជាច្រើនមានការសន្ទនាមួយខ្លួនឯងជាច្រើនហើយពេលហ្នឹងខ្ញុំទៅប៉និតហ្នឹងដឹងហ្នឹងខ្ញុំត្រូវទៅប្រជុំទៀតប្រជុំបដាទឹកភ្នែកហូរបដាប្រជុំសួរតើកើតអីបងកើតអីមានអីអត់អីព្រោះអីខ្លួនកំពុងតែនៅបច្ចុប្បន្នប៉ុន្តែការគិតនៅផ្សេងអត់នៅហ្នឹងទេកំពុងនិយាយមួយខ្លួនឯងហើយមាត់និយាយអីផ្សេងតែគូកំពុងនៅអីផ្សេងអត់ឲ្យខ្លួនឯងអត់បាននៅបច្ចុប្បន្នជាមួយនឹងអ្នកប្រជុំហ្នឹងទេតើតាពេលហ្នឹងនិយាយគ្នាច្រើនហើយនេះគឺជារឿងមួយដែលអត់មានអ្នកគេដឹងទេអ្នកដែលដឹងមុនគេហ្នឹងគឺបងចានីវីនិងបងស្នាខ្ញុំក៏ទៅសួរបងចានីឯងហើយខ្ញុំនិយាយថាអ្នកផ្សេងនេះគួរធ្វើមិនទៅឬក៏អីអញ្ចឹងណាបងចានីដាក់មកវិញហើយមែនខ្ញុំរៀបរាប់អញ្ចឹងណាហើយគាត់ទៅលួចប្រាប់បងស្នាហើយបងស្នាគឺជាមនុស្សដែលខ្ញុំគោរពជាងគេ my role model ហ្មងដល់ហើយគាត់ក៏ណាត់ពីអ្នកខ្ញុំនិយាយគ្នាអញ្ចឹងទៅអីអញ្ចឹងណាដល់ហើយគាត់ពេលហ្នឹងគាត់ទុំចេញពីវិបស្សនាចឹងទៅគាត់ everything is so positive ហើយគាត់ហ៊ុញឲ្យគាត់ positive អីណារបៀបគិតថ្ងៃការទៅរបៀបអញ្ចឹងណាបើសិនជាអត់ចង់នេះឲ្យគាត់លើកហេតុផលថាមានសិល្បករជាច្រើនដែលគេមានកូនមុនរៀបការឬក៏អីគេគ្មាននឹងខ្វល់អីឯងស្អីគេដែរឬក៏អីអញ្ចឹងណាគាត់ជំរុញឲ្យពីអ្នកខ្ញុំទៅគិត positive មែនតើពេលហ្នឹងក៏ប៉ុន្តែប្តីខ្ញុំណារ៉ូហ្នឹងក៏គាត់គិត positive រៀង positive ច្រើនជាងខ្ញុំដែរតែមានតែខ្ញុំឯងរបៀបគិតច្រើនអត់ដឹងប្រឈមបែបណា
ពេលហ្នឹងកម្លាំងចិត្តខ្ញុំក៏វាមានច្រើនមកដោយសារតែមានអ្នកជាច្រើនមានពីរអ្នកគាត់មកចាញ់នេះមួយមកស្ដាហ្នឹងហុញឲ្យគិត positive ទី1ទី2 shout out to ប្តីដែលគាត់នៅតាឈរនៅហ្នឹងណាគាត់អត់មានកិច្ចវេះគាត់គ្រាន់តែដំបងដូចប្រាប់គាត់ភ្លាមទៅអត់អីទេរឿងហ្នឹងកើតឡើងហើយអូនយើងប្រឈមវាទៅប៉ុន្តែក្នុងពេលដែល same time ក៏គាត់យំដែរប៉ុន្តែគាត់នៅតែឆ្លៀតពេលហ្នឹងលើកទឹកចិត្តខ្ញុំដូចគ្នាដោយសារអីគាត់ក៏អត់តន់ ready ដែរខ្ញុំដឹងថានៅក្នុងគ្រួសារមួយមនុស្សប្រុសគឺត្រូវជាបង្គោលរបស់មនុស្សស្រីមកទៅមេគ្រួសារគឺជាបង្គោលអញ្ចឹងទោះគាត់ចង់ដួលក៏គាត់ដួលអត់កើតដែរព្រោះមានមនុស្សជាច្រើនត្រូវបង្អែកលើគាត់ខ្ញុំពេលហ្នឹងខ្ញុំឃើញគាត់យំខ្ញុំកាន់តែអួលព្រោះអីគាត់អត់ងាយយំទេមនុស្សគាត់ខ្ញុំស្រឡាញ់គាត់ប្រហែលឆ្នាំអីខ្ញុំឃើញគាត់យំតែ2 ដងឯងទាំងលើកនឹងយំ2 ដងមិនទៅខ្ញុំឃើញគាត់ខ្ញុំអួលមែនតើហ្មងគាត់ថាគាត់សុំទោសដែលគាត់សែនរូបនឹងមកប៉ុន្តែគាត់ចង់ប្រាប់ថាក្នុងកលៈទេសៈណាក៏ដោយក៏គាត់នៅតែនៅជាមួយខ្ញុំដូចគ្នាអញ្ចឹងណាហើយតែដែលយើងនៅក្មេងយើងអត់ទាន់បាន ready ជាមួយអារឿងហ្នឹងគឺក៏មិនទៅសម្រាប់ខ្ញុំគឺវាពិបាកហ្នឹងហើយតែខ្ញុំគិតថាគាត់ក៏ជាអ្នកពិបាកជាងខ្ញុំដែរហើយរឿងថ្ងៃការហ្នឹងអូសុំទោសអញ្ចឹងយើងបកមកនិយាយពេលនិយាយគ្នាជាមួយបងស្នាហើយយើងនិយាយគ្នាហើយអញ្ចឹងក៏ឡងពេលពីដឹងរហូតដល់ពេលសម្រាប់ចិត្តហើយសម្រាប់ចិត្តដល់ពេលដែលប្តីខ្ញុំគាត់ទៅលុតជង្គង់មុខបាក់ខ្ញុំហ្នឹងគឺមួយអាទិត្យយ៉ាគាត់ទៅលុតជង្គង់មុខបាក់ខ្ញុំហើយគាត់និយាយគាត់សាពះគាត់អីពេលហ្នឹងreaction មកខ្ញុំមិនទៅគាត់ចេះអាហ្នឹងខ្ញុំឡើងអត់ unexpected ហ្មងខ្ញុំ expect គឺគាត់ឡើងម៉ាំងមកវិញអញ្ចឹងប្រហែលជាគាត់ភាំងដែរសុកមកប្រាប់គាត់អញ្ចឹងឯណាខ្ញុំស្រឡាញ់កូនខ្ញុំស្រឡាញ់លីនឥឡូវពេលអ្នកខ្ញុំជ្រុលហើយមានកូននៅក្នុងពោះលីនហើយជាកូនស្រីសុខភាពល្អពួកខ្ញុំក៏អត់ចង់យកចេញដែរពីព្រោះអីគ្នាគឺចង់ចាក់កំណើចង់នៅជាមួយអីចឹងអីដែលខ្ញុំចង់ធ្វើហ្នឹងគឺខ្ញុំនឹងរៀបការខ្ញុំសុំម៉ាក់អាចលើកលែងតោឲ្យខ្ញុំបានអត់ឲ្យខ្ញុំនឹងរបៀបគាត់អ្នកនិយាយទៅម៉ាក់ខ្ញុំណាហ្នឹងហើយលើកលែងតោឲ្យខ្ញុំបានអត់ឲ្យខ្ញុំនឹងមើលថែកូនម៉ាក់ឲ្យបានល្អរៀបការប្រពៃណីប្រើកិត្តិយសឲ្យដូចនារីដតីទោះជាខ្ញុំមិនមែនជាកូនអ្នកមានព្រោះគាត់មិនមែនកូនអ្នកមានឬក៏អីទេប៉ុន្តែគាត់នឹងផ្ដល់សេចក្តីសុខអីចឹងគាត់ឲ្យចឹងហើយម៉ាក់ខ្ញុំក៏រៀងភាំងដែរហើយខ្ញុំមានអីពេលហ្នឹងខ្ញុំនៅនឹងខ្ញុំអួលដែរហ្នឹងតែខ្ញុំទប់ទាំងអីដែរហ្នឹងព្រោះខ្ញុំអត់ដែរលើសំដីចឹងពីគាត់ទេមនុស្សគាត់គឺអត់សូវនិយាយទេប៉ុន្តែអញ្ចឹងទៅពេលខ្លះខ្ញុំអត់យល់ពីគាត់ដូចគ្នាទៅពេលគាត់និយាយចឹងទៅខ្ញុំអួលបដ ாய் និយាយទៅអាដំណើរហ្នឹងគឺអួលប្រងហើយអួលរហូតហ្មងប៉ុន្តែអួលអីអួលទាំងរំភើបរបៀបអញ្ចឹងហើយពួកយើងក៏រៀបចំរៀបការទៅហើយគាត់ពេលហ្នឹងគាត់ stress មែនតើដោយសារអីគាត់គឺជាក្មេងម្នាក់មិនទៅគាត់រស់នៅឡើងមកអត់មានម៉ាក់ប៉ានៅចិត្តទេចឹងគាត់សេរីភាពតាំងពីក្មេងមកចឹងគាត់សុកឲ្យគាត់ទៅ manage ជាមួយនឹងការរៀបការចូលធ្វើជាឪពុកគេភ្លាមចូលគ្រួសារថ្មីភ្លាមគឺខ្ញុំគិតថាគាត់ពិបាកសម្រាប់គាត់គឺពិបាកហើយប៉ុន្តែគាត់ធ្វើបានក្នុងរយៈពេល1 ខែហើយការហើយឆ្លៀតសុំរៀបការទៀតណាតែគាត់អត់ចេះគាត់អត់អាចកុហកខ្ញុំបានទេអាថ្ងៃហ្នឹងខ្ញុំមានអារម្មណ៍ខ្ញុំមានសិនវាគាត់ដល់ទិញសម្បត្តិគាត់គឺខ្ញុំអ្នកទិញតាហើយបងលើកហ្នឹងគាត់អ្នកឲ្យខ្ញុំទិញហើយសិតតែកំងពាក់អាវខ្មៅហើយសិតតែកំងមិនអាប់ឲ្យស្អាតមកណាវាអញ្ចឹងហ្នឹងឡើងមកឆ្ងាញ់តែក៏គិតថាបើគាត់សុំក៏ប្រហែលជាអាចនឹងសុំតែម្នាក់អត់គិតថាគាត់ចូលមកគ្នាច្រើនឬក៏មានមនុស្សអីចឹងណាព្រោះមុនខ្ញុំចេញពីផ្ទះហ្នឹងម៉ាក់ខ្ញុំកំពុងអាកេងទេ
Nhưng mơ tới phải chứ mà nhầm đắng mơ tới ấy chẳng á nhưng từ phim sọp từ qua đó hay nhưng thằng là nghiễm nhưng ta đa lên quầy rồi việc chân con non nhưng từ con này chẳng á nè rồi bây là nghĩ lắm khi mà cho má họ nhung mà bao bé nhung hơi sờ bài đồng phơมีอารมณ์ថាខ្លួនឯងដូចពនាងចឹងមិនទៅគាត់អត់សូវនិយាយច្រើនប្តីខ្ញុំអត់សូវនិយាយច្រើនប៉ុន្តែគាត់មានទឹកចិត្ត so ខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តហើយរៀបចំនឹងឲ្យការកូនមកនិយាយទៅ everything គឺ alone ហ្មងម៉ាក់ប៉ាខ្ញុំដំបូងក៏គាត់របៀបម៉ាក់ខ្ញុំគាត់របៀបឃើញអត់ថាគុំមិនរបៀបគាត់អត់តន់ទទួលយកបានណាប៉ុន្តែពេលចៅកើតមកគឺស្រឡាញ់ដេញកូនរបស់កើតហើយខ្ញុំលែងជាចំណាត់ថ្នាក់លេខ1ក្នុងបេះដូងគាត់ហើយចាឥឡូវអីក៏ចៅដែរ យ៉ាតាមពិតអត់ឆ្លាតពេកតាមពិតអា proposal ហ្នឹងពេលខ្លះធ្វើអត់ដឹងខ្លះណា ធ្វើអត់ដឹងហ្មងប៉ុន្តែតែពេលចូលរោងកុនភ័យម៉ែចូលដល់កន្លែងក្នុងរោងកុនឆ្ងល់ដែរអត់មានអ្នកស្គាល់ទេណាប្រឹងមើលទៀតណាពិតជាអត់ឃើញអ្នកស្គាល់មែនហើយមុនចូលហ្នឹងថាឲ្យប្តីដើរចូលមុនទៅសុំចូលបន្ទប់ទឹកហើយទៅមើលមានអ្នកលួចពួននៅក្នុងបន្ទប់ទឹកអត់អូស្ងាត់ឆឹងចឹងអត់មានទេណាចុះប្រហែលបើគេសុំតែ2នាក់ឯងមើលទៅ ហើយមើលរឿងចប់ហ្នឹងចុះពេលហ្នឹងហេតុអីបានអាចថា breakdown យំមានការគិតអីគេឲ្យបារម្ភពីអីអាពេលដឹងមានកូនភ្លាម breakdown ហ្នឹងគឺទី1លុយខ្ញុំការមានកូនសម័យនេះពិបាកមានន័យថាមិនទៅធ្វើការចិញ្ចឹមកូនរបៀបចិញ្ចឹមកូនអីក៏ខ្ញុំថ្មីខ្ញុំមិនដែរទៅ research មើលផងហ្នឹងពេលមានកូនត្រូវតែថែខ្លួនមិនពេលកើតកូនចំណាយអស់ម៉ានមានកូនកើតកូនយូរគាត់វែងឆ្ងាយបណ្ដោយទី2ការរៀបការព្រួយខ្ញុំអត់ចង់ជៀសជាមួយនឹងការរៀបការខ្ញុំត្រូវតែរៀបការខ្ញុំមិនដឹងតែប្រឈមមុខមួយសង្គមមិនទេថាតើខ្ញុំមានកូនមុនរៀបការហ្នឹងវាមិនទៅអញ្ចឹងខ្ញុំចង់ការអញ្ចឹងធម្មតាការក៏ត្រូវការចំណាយច្រើនដែរលុយនៅណាអត់ដែរសំលុយរៀបការទេអត់មានដែរគិតហូបកូនអស់អត់ដែរមាន plan ថារៀបការទេឬអញ្ចឹងអត់ដែរមានសំឬក៏អីទេសូលុយនឹងបានមកពីណាធ្វើមិនទៅទី3ប្រឈមមួយសង្គមដឹងតែមានអ្នកវាយប្រហារច្រើនហើយតើខ្ញុំនឹងប្រឈមបែបណាពីព្រោះខ្ញុំអត់ដែរត្រូវគេវាយប្រហារនៅលើសង្គមទេខ្ញុំអត់ដែរទេទូមានក៏នៅតែមានអ្នកការពារខ្ញុំច្រើនដែរហើយខ្ញុំហួជាចាំមិនទៅរដងខ្ញុំហួជាខ្លួនឯងខ្ញុំលះអញ្ចឹងមនុស្សខ្ញុំអត់ចេះលាក់ទេអាចថាអញ្ចឹងដល់ពេលយើងទៅខ្ញុំត្រូវធ្វើមិនទៅខ្ញុំបើខ្ញុំធ្វើរឿងហ្នឹងបើសិនជាខ្ញុំអត់យកគាត់ខ្ញុំដកគាត់ចេញខ្ញុំត្រូវលាក់អាហ្នឹងនៅក្នុងជីវិតខ្ញុំមកពេញឆាកជីវិតខ្ញុំមិនមែនហើយខ្ញុំមានអារម្មណ៍ថាខ្ញុំនឹងខុសខ្លាំងហ្មងតែមានសំណួរជាច្រើនសន្តានាជាមួយនឹងខ្លួនឯងប្រឈមមុខមួយសង្គមជាមួយនឹងម៉ាក់ហើយជាមួយនឹងថវិកាទី4ហ្នឹងភ្លាមអត់តប្រាប់ប្តីទេអញ្ចឹងគាត់ថាតើភាគីខាងប្រុសនឹងគិតបែបណាតែខ្ញុំវាពេលនោះអត់តប្រាប់តិចខ្ញុំចំកូនខ្ញុំខ្លួនឯងតិចខ្ញុំទៅជា single mom មើលតិចវាមិនអីអញ្ចឹងណាអញ្ចឹងទៅ break down មែនតើប៉ុន្តែភ្លាមនោះពេលប្រាប់គាត់ដកអត់សំណួរទី4ហ្នឹងចាញ់ហើយព្រោះខ្ញុំដឹងថាគាត់នឹងនៅមួយខ្ញុំតែដល់ពេលឥឡូវឆ្លងកាត់ហើយអស់លេងទៅត្រឡប់មើលអាការគិតនឹងវិញមិនដែរវាខុសគ្នាអីជាមួយបច្ចុប្បន្នខ្ញុំគាត់ថានេះគឺជាការដែលទុកគាត់នៅពេលហ្នឹងគឺជាការសម្រេចចិត្តដ៏ល្អបំផុតក្នុងឆាកជីវិតរបស់ខ្ញុំមកខ្ញុំមនុស្សយើងមានការសម្រេចចិត្តច្រើនណាខ្ញុំក៏ដូចគ្នាមានការសម្រេចចិត្តធ្វើអីមួយឬក៏មិនអីអញ្ចឹងប៉ុន្តែខ្ញុំគិតថានេះគឺជាការសម្រេចចិត្តដ៏ល្អបំផុតនៅក្នុងឆាកជីវិតដែលខ្ញុំធ្លាប់បានធ្វើគឺខ្ញុំទុកគាត់ខ្ញុំព្រមឲ្យគាត់រស់នៅក្នុងពោះខ្ញុំក្រោក្នុងពោះខ្ញុំឲ្យកាត់គាត់ចេញមកខ្ញុំអាចបែកទៅវិញបានទេមិនខ្ញុំភ្លេចគិតមួយទៀតខ្ញុំខ្លាចមួយទៀតដោយសារអីនៅពេលដែលដឹងមានគាត់ហ្នឹងគឺវា4ខែអញ្ចឹង3ខែដំបូងដឹងអី
ស្ត្រីមានក៏ 3 4 ខែដំបូងហ្នឹងត្រូវការថែរក្សាខ្លាំងត្រូវការមិនទៅថែខ្លួនខ្លាំងតែខ្ញុំអត់ដឹងមានគាត់ផលិតផលកាហ្វេសមមកឲ្យខ្ញុំតេស្តអីក៏ខ្ញុំតេស្ត fiber ក៏ខ្ញុំផឹកនិយាយទៅមានមកចោលព្រមមាន perform មានកថែកមានអីព្រមមកខ្លាំងហ្មងណាខ្ញុំខ្លាចគាត់មានបញ្ហាសុខភាពដូចគ្នាខ្ញុំខ្លាចគាត់កើតចេញមកគាត់មានបញ្ហាសុខភាពហ្នឹងខ្ញុំវាជាវិបត្តិសារីរបស់ខ្ញុំដែរព្រោះខ្ញុំជាអ្នកធ្វើឲ្យគាត់បែបហ្នឹងជីវិតរបស់គាត់ប៉ុន្តែ turn out គាត់សុខភាពល្អ អត់ទេចង់ដឹងពីបច្ចុប្បន្នណាដោយសារពីដំបូងយើងការកាត់ច្រើនទាំងអស់ការកាត់ច្រើននៅត្រង់ ABCD តែដល់ពេលឥឡូវឆ្លងកាត់ហើយត្រឡប់ទៅមើលវិញអាការកាត់ទាំងអស់ហ្នឹងវាដូចកាត់ចឹងមែនទេហើយវាមិនដែរអត់ហងក៏ពិតមែនតើមិនទៅភាពកាលនោះវាគ្រាន់តែជាភាពភ័យខ្លាចដែលយើងបង្កើតឡើងខ្លួនឯងវាយើងបង្កើតមិនទៅមើលឃើញដូចខ្លួនឯងគាត់តែខ្លួនឯងមើលឃើញអនាគតមុនមែនគាត់ថានៅពេល reveal ទៅនឹងមានមនុស្សនៅពេលនឹងមានមនុស្សជាច្រើនអកតេជាមួយអានឹងឬក៏មិនម៉ាក់នឹងអត់យល់ព្រមឬក៏យល់ព្រមឬក៏មិនអីចឹងណាប៉ុន្តែ turn out គឺផ្ទុយទាំងអស់កូនសុខភាពល្អការ sponsor ច្រើន sponsor ទាំងប្រឡងទៀតទេ បានជួយណៃធំដែរមានជួយអំណោយដែរអរគុណច្រើនដូចគ្នាហើយក៏និយាយទៅបើថាការបើប្រាប់ថាការចំណេញដូចអត់ជឿទេណាបើការចំណេញនំគ្នាគេនំគ្នាការគ្រប់គ្នាណាតែក៏អត់ខាតច្រើនដែរមាន sponsor ច្រើនហើយអរគុណទៅកាន់មនុស្សជុំវិញខ្លួនដែលគាត់ sponsor ហើយខ្ញុំគិតថាបើយើងផ្អែកទៅលើហុងស៊ុយឬក៏អីកូនក៏ជាចំណែកមួយនៅក្នុងនឹងដែរធ្វើឲ្យម៉ាក់ប៉ាមានសំណាងដែរហើយក៏គិតថាបើអត់មានគាត់ទេអត់ដឹងការពីអ្នកខ្ញុំការទេគាត់ក៏ជាចំណែកមួយដែលពីអ្នកខ្ញុំភ្ជាប់និស្ស័យគ្នាឲ្យខ្ញុំទៅការដូចគ្នាហើយខ្ញុំគិតថាកាលនោះក៏ប៉ុន្តែខ្ញុំគ្រាន់តែបន្លាញខ្លួនឯងលងខ្លួនឯងអញ្ចឹងបានឥឡូវតែងតែមានការគិតទៅមួយថាកុំបន្លាចខ្លួនឯងរឿងអីដែលវាអត់តកើតឡើងបើហ៊ានបថយបឋានចេញទៅធ្វើវានឹងមានអីមួយផ្លាស់ប្ដូរហើយបើអត់ហ៊ានចេញទេគ្មានស្អីបដូរទេរបៀបអញ្ចឹងណា so អានឹងសារដាស់តឿនខ្លួនឯងរហូតតែបើមែនតើខ្ញុំមានយន់មួយខាន់ change អត់អាចផ្លាស់ប្ដូរឲ្យបានទេចឹងពេលរឿងអីទោះវាកើតអីក៏ដោយប្រាប់ខ្លួនឯងតែមួយម៉ាត់ហ្នឹងគឺអត់អាចផ្លាស់ប្ដូរបានទេខ្ញុំគាត់ថាលិនគឺជាឧទាហរណ៍មួយដ៏ល្អព្រោះការហ្នឹងមានការកាត់ច្រើនខ្លាំងមែនតើព្រោះខ្ញុំជឿថារឿងអីមួយក៏ដោយទោះយើងប្រាជ័យទោះយើងធ្លាក់បែបណាក៏ដោយឬក៏មានរឿងអីមួយដែលយើងអត់មើលឃើញយើងអត់ចង់វាបានវាទោះយើងអង្គុយ complain អង្គុយ set រាប់ខែរាប់ឆ្នាំក៏វានៅតែប៉ុណ្្នឹងសំខាន់គឺផ្លាស់ប្ដូរវាអត់បានទេហ្នឹងហើយប៉ុន្តែអារឿងទាំងអស់ហ្នឹងសុទ្ធតែជាការគិតទាំងអស់ហើយព្រោះដូចលៀននិយាយអញ្ចឹងអត់អាចមើលអនាគតបានផងហើយបើសិនពេលហ្នឹងឲ្យលៀនមកអង្គុយសម័យថាខ្លួនឯងបានមកដល់បច្ចុប្បន្នតែសម័យមិនដល់អត់ចូលគៀកហ្នឹងផងហ្នឹងហើយឃើញចាក់ស្ដែងបើអត់មានអារឿងពីបច្ចុប្បន្នអញ្ចឹងក៏អត់នាំមកយើងដល់ថ្ងៃនេះដែរដូចរាល់ថ្ងៃនេះបើខ្ញុំបរាជ័យរឿងអីមួយឬខ្ញុំបិទ business ខ្ញុំសប្បាយចិត្តវិញដែរសារអីខ្ញុំបានបបផ្សោតទាំងអស់ហ្នឹងសម្រាប់បន្តទៅមុខហើយខ្ញុំគិតថារាល់ថ្ងៃនេះបើសិនខ្ញុំអត់បានបិទ business មួយហ្នឹងទេក៏ខ្ញុំអត់មកដល់រាល់ថ្ងៃហ្នឹងដែរអញ្ចឹងបន្លាចខ្លួនឯងហ្នឹងគឺបើសិនជាអាចបានគឺជាចំណុចមួយដែលល្អមែនតើហ្មងពេលហ្នឹងទៅពេទ្យទៅតែឯងហ៎ទៅពេទ្យនិយាយទៅពេទ្យមួយបានឥឡូវយើងចូលទៅដល់សុខភាពវិញណាប្រាប់ម៉ាក់ថាពេលហ្នឹងអត់ដឹងមែនពិតជាអត់ដឹងមែនប៉ុន្តែធ្លាប់ធ្វើតេស្តទឹកនោមមិនទៅក្នុងប្រអប់ហ្នឹងគេដាក់ថាមក2ឆ្នោតប៉ុន្តែអាក្រមថាអាលើអាក្រមព្រាលអាលើដិតមែនអត់មានទេក៏គាត់ថាបើកមកអត់មានផងអានឹងដល់ពេលឲ្យប្រាប់ម៉ាក់ថាម៉ាក់ខ្ញុំដូចរាំងរដូវអញ្ចឹងណាទៅពេទ្យអញ្ចឹងទៅឲ្យគាត់ជូនទៅពេលហ្នឹងរៀងបុកពោះដែរ
ប៉ុន្តែពេលទៅដល់ពេទ្យគ្រាន់តែនិយាយគ្នាទេអត់បានគាត់បានពិនិត្យទេដល់ហើយក៏ហើយទៅគាត់ពេលហ្នឹងជិះឡានផ្សេងគ្នាទៀតអញ្ចឹងគាត់ទៅវិញក៏ខ្ញុំគាត់ទៅផ្សេងខ្ញុំទៅផ្សេងគ្រាន់តែបត់ក្បាលចេញឡានប៉ក់គាត់បត់ក្បាលចេញឡានប៉ក់ខ្ញុំដើរចូលពេទ្យវិញនេះគ្រូខ្ញុំចង់ពិនិត្យមួយទៀតឲ្យច្បាស់ហើយអូអ្នកដែលដឹងមុនគេគឺអ្នកគ្រូពេទ្យសុំតោហើយអឺក៏និយាយទៅពិនិត្យទៅឡើងចេញមកស្រឡាំងការងារអញ្ចឹងមានន័យថាសរុបមកទៅពេទ្យហ្នឹងគឺម្នាក់ឯងដោយលួចលាក់ តែបើពេលហ្នឹងបើសិនឥឡូវដោយសារលៀនបានឆ្លងកាត់វាហើយក៏ដឹងពីបទពិសោធន៍ច្រើនដែរបើសិនជាលៀនអាចទៅត្រឡប់ក្រោយវិញហើយតែខ្សឹបប្រាប់លៀនម្នាក់ហ្នឹង what would you tell her ព្រោះខ្ញុំគាត់ថាអ្នកដែលជួបរឿងដូចលៀនមិនតែឯងគឺមានច្រើនអញ្ចឹងបើសិនជាអាចទៅប្រាប់គាត់ឡើងវិញប្រាប់គាត់ថាម៉េច កុំយំកុំកាត់ច្រើនកុំបន្លាចខ្លួនឯងអត់អីទេទទួលយកទៅហើយនឹងផឹងប្រាប់ខ្លួនឯងឲ្យគិតអីដែលវិជ្ជមានដោយសារតែពេលដឹងហ្នឹងអីដែលចូលក្នុងខួរក្បាលមុនគេគឺអីដែលអវិជ្ជមានហ្មងលេងអីដែលវិជ្ជមានហ្នឹងគឺផាត់ចេញអត់ដឹងថាម៉េចបានគិតអត់ចេញគិតអីតែអវិជ្ជមានទេចង់ប្រាប់ផឹងខ្លួនឯងថាកុំយំកុំបន្លាចខ្លួនឯងអត់អីទេកុំភ័យម៉ាក់នឹងស្រឡាញ់ចៅគ្រាន់តែចៅជាសត្វនឹងគាត់ស្រឡាញ់សឹងអីឯងនាំតែចៅជាមនុស្សទៀតដឹងគាត់ស្រឡាញ់ប៉ុណ្ណាអត់អីទេថ្ងៃការហ្នឹងមានអ្នក sponsor ច្រើនអត់អីទេប្តីនឹងស្រឡាញ់ដែរក៏ស្រឡាញ់ដែរទោះជាឡើងគីឡូដល់ប៉ុណ្ណាក៏ប្តីនៅតែស្រឡាញ់ដែរអត់អីទេកុំគិតថាខ្លួនឯងក្មេងទៀត25ឆ្នាំអីវាអញ្ចឹងហ្នឹងហើយ តែតាមពិតអ្នកប្រាប់ដែលអត់អីទេហ្នឹងខ្ញុំគាត់ថាមិនតិចអ្នកច្រើនអ្នកទៅប្រាប់ថាអត់អីទេតែមិននៅតែគិតអញ្ចឹងដូចនិយាយចឹងបន្លាចខ្លួនឯងប៉ុន្តែបើពេលខ្លះមានការដឹងខ្លួនទៅឈប់គិតលើរឿងអ្វីដែលមិនទាន់បានកើតឡើងកុំទៅសង្ស័យរឿងអីដែលយើងអត់ទាន់ដឹងច្បាស់ព្រោះយើងមិនមេធាវីមិនប៉ូលីសយើងអាចទៅកំណត់គោលដៅជីវិតខ្លួនឯងថានឹងថាតិចមានរឿងបែបនេះបែបឡើងកើតឡើងគិតអីវិជ្ជមានហ្នឹងពេលខ្លះដូចគេនិយាយថាច្បាប់សូបទាញគិតអីវិជ្ជមានហ្នឹងក៏មកដូចគ្នាដែរតែឥឡូវមើលទៅដូចសុបាយចិត្តផងកូនក៏សុខភាពល្អប្តីក៏ស្រឡាញ់ជាងមុនផងហើយការងារក៏ច្រើនជាងមុនចាំបើនិយាយតាមត្រង់ទៅឥឡូវនៅក្នុងបេះដូងលីនមានក្តីបារម្ភអីទៀតទេក្តីបារម្ភហ្នឹងអត់មានអីហ្មងការងារគាត់ថាអីដែលបារម្ភហ្នឹងគឺខ្លាចការងារអត់ថេអញ្ចឹងនៅពេលដែលខ្លាចកំឡុងពេលដែលកំពុងតែខ្លាចការងារអត់ថេហ្នឹងអ្វីដែលអាចធ្វើបានផឹងផុសវីដេអូការងារនឹងចូលមកដោយសារតែគេបានឃើញវីដេអូអញ្ចឹងអីដែលការពារបានគឺការពារអីដែលធ្វើបានគឺធ្វើអីប៉ុន្តែបើនៅតែអត់ទៀតទទួលយកទៅពីព្រោះអីបានធ្វើឲ្យអស់ហើយហ្នឹងកុំឲ្យដល់ថ្ងៃហ្នឹងដឹងអញ្ចឹងកាលមុនផុសវីដេអូរាល់ថ្ងៃបាត់ដឹងអញ្ចឹងផុសអញ្ចេះបាត់ដឹងអញ្ចឹងអញ្ចេះបាត់គួយស្ដាយក្រោយគួយបន្ទោសខ្លួនឯងអត់ទេអញ្ចឹងបើជ្រុលតាទៅស្ដាយក្រោយទៅដែរហេតុអីមិនធ្វើពីឥឡូវទៅឲ្យហើយកុំឲ្យថ្ងៃក្រោយទៅបន្ទោសខ្លួនឯងអញ្ចឹងទៀតហើយអីដែលជាចំហមួយឲ្យឈរឲ្យត្រង់ឲ្យនឹងកុំឲ្យខ្លាចចិត្តតែខ្លាចនេះខ្លាចនោះរហូតតែខ្ញុំជឿថាមនុស្សដែលជោគជ័យក៏មានអីរឿងដែលត្រូវខ្លាចដែរឥឡូវសុំសួរអ្នក podcast វិញមានជោគជ័យដល់ឥឡូវហើយមានអីត្រូវខ្លាចហីទុំចាញ់ណាឥឡូវ podcast នេះអាចថាទុំចាញ់ទេតែមាន sponsor មានអី hit ខ្លាំងមែនតើសម្រាប់ខ្ញុំមើលឃើញថា I'm so proud ព្រោះអី like ខ្ញុំស្គាល់ Hasini ណោះព្រោះអីក៏គាត់គឺជាចង់និយាយថាសិស្សច្បងរឹកនៅការរៀនវិទ្យាល័យដែរ Hasini ណោះ so proud of you like I watch this since episode ដំបូងគេហ្មងជាមួយមកស្នាហ្នឹងណា till now and មុនមកហ្នឹងណាឃើញ load វីដេអូមួយជាមួយស្ដេច game មកទៀតអញ្ចឹងឃើញ hit មែនតើហើយចូលមកដល់ឃើញមាន sponsor មាន producer wow ហើយក្នុងរយៈពេលដ៏ខ្លីឯងអត់វែងទេ so I'm so proud អរគុណច្រើន
ở đây thường đang chồng dậy tam coi lấy đó sẽ មិនបានឃើញនិយាយរឿង đó sẽ liền sơn ok ខ្ញុំចង់សួរអ្នកនរគ្នាតិចអ្នកនរគ្នាស្គាល់ផលិតផលមួយនេះអត់អានេះគឺ Express ហើយ Express ហ្នឹងគឺជាផលិតផលដែលផលិតនៅក្នុងស្រុករបស់យើងហ្មងហើយចំពោះស្តង់ដាររោងចក្ររបស់គាត់គឺអត់ចាញ់អន្តរជាតិទេហើយពីមុនក៏ខ្ញុំមកស្គាល់ដូចគ្នាប៉ុន្តែដោយសារដល់ពេលខ្ញុំបានភ្លក់ទៅឆ្ងាញ់ហើយប្លែកអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាបើសិនជាថ្ងៃក្រោយទៅមកទៅអីឃើញសាកទិញមកភ្លក់មើលហើយណាមួយគ្រប់គ្រងផលិតផលខ្មែរយើងផង so មួយទៀតអ្វីខ្ញុំចាប់អារម្មណ៍បើដោយសារយើងកំពុងតែនិយាយរឿង content creation ដែរខ្ញុំឃើញរបស់មួយដែលលៀនធ្វើបានល្អមែនតើគឺការបដូរ branding ខ្លួនឯងបដូរ identity ខ្លួនឯងព្រោះខ្ញុំគាត់ថាមាន content creator ជាច្រើនដែលលៀនថានិយាយទៅពីមុនឬក៏ senior ពីមុនអញ្ចឹងគាត់ធ្វើមកយូរហើយដល់ពេលឥឡូវទៅក៏ធ្លាក់ view ក៏អត់សូវមាន sponsor អីចឹងទៅហើយអ្នកខ្លះក៏ឈប់ធ្វើអីចឹងទៅប៉ុន្តែខ្ញុំឃើញលៀនដូរ branding ខ្លួនឯងបានល្អមែនតើវាមានការរីកចម្រើនច្រើនមែនតើអញ្ចឹងបើនិយាយពីជុង content creator លៀនបានធ្វើអីគេដែលមានប្រសិទ្ធភាព មើលអ្វីដែលខ្ញុំបានធ្វើហ្នឹងគឺខ្ញុំ focus ដោយសារតែឥឡូវនៅផុសតែវីដេអូម្នាក់ឯងអត់ឲ្យវា view ទេគេសួររកកូនចឹងអ្វីដែលធ្វើបានគឺបន្ថែមកូនហើយខ្ញុំគិតថាអ្វីដែលអញ្ចឹងទៅយើងមើលឃើញថាអ្វីដែលកំពុងតែមានប្រសិទ្ធភាពអញ្ចឹងបន្តប្រសិទ្ធភាពវាទៅអញ្ចឹងរកវិធីណាវាមិនតែ10វីដេអូត្រូវតែមានកូន10វីដេអូទេរកវិធីណាដែលអាចឲ្យខ្លួនឯងទៅបញ្ចេញភាពលេចធ្លោនឹងបានលេចធ្លោខ្លួនឯងកាលមុនមកវិញលិននៅតែជាលិនហើយលិនក៏ជាម៉ាក់ញញដូចគ្នាគេស្គាល់មិនស្គាល់តកូនទេតែគេស្គាល់ទាំងអស់គ្នាទៅមើលកាលមុនខ្លួនឯង work លើអីគេកាលមុន work លើរំហ្នឹងហើយចឹង start អានឹងមកវិញមកគាត់ថា start មកមានភាពរអាក់រអួលតាអីដែលថាខានរំយូរវាហឹងហើយមានរំលឹកខ្លួនឯងរាប់អត់ល្អទាំងដែរ viewer ឬក៏អ្នកដែលស្គាល់គ្នាថាអូយឥឡូវមកវិញណាលយមែនរំឡើងលយឬក៏អីចឹងណាប៉ុន្តែនៅតែមានអារម្មណ៍ប្រាប់ខ្លួនឯងថាតែខ្ញុំហឹងហ្នឹងមានអារម្មណ៍ដូចកធាក់ដូចហឹងដូចមិនចឹងឯងទាំងដែរអ្នកធម្មតាមនុស្សតែងតែមើលឃើញភាពអវិជ្ជមានខ្លួនឯងច្រើនជាងអាវិជ្ជមានហ្នឹងខ្លាចអីបានគិតថាខ្លួនឯងហឹងចឹងហើយបើហឹងចឹងទៅវិញតាហឹងចឹងផឹងហាត់រាល់ថ្ងៃទៅកូនគេងហាត់ទៅរាល់ថ្ងៃហ្នឹងផឹងហាត់មកវិញហើយណាមួយឥឡូវបើចូលទៅដល់វិស័យរងវិញក្បាច់ឥឡូវបាក់ច្រើនណាស់ដូចកាលមុនទេអញ្ចឹងជាអត់ផុសទេត្រូវតែរៀនរាំបើកាលមុនណាគ្រាន់តែមើលឲ្យចាំអីក៏មានដែរតែឥឡូវអត់ទេត្រូវតែរៀនមកវិញហើយទី1ទី2ទីម្នាក់ឯងក៏រាំ2អ្នកប្តីក៏រាំដែរយើងត្រូវយឹតយងគ្នាចេះ6 7នេះក្មេងក៏ដែរណាកូនគេអ្នកមើលមកខ្ញុំជាម្ដាយវ័យក្មេងហើយឥឡូវហ្វេមីនក៏យើងទៅសុបាយចិត្តមួយទៀតដោយសារអីឥឡូវចាប់ផ្ដើមសមក់តងន់ក៏បានរៀងបានច្រើនជាងមុនសញ្ញាដឹងហើយថាអ្នកទៅមើលខ្ញុំពេលខ្ញុំកើតកូនទៅមើលដល់ផ្ទះនេះរៀងកាលមុនហើយរៀងឥឡូវរៀងស្រកបានច្រើនអញ្ចឹងទៅអា beauty ដូចការនៅក្មេងគេcreator ដំបងការងារហ្នឹងក៏ចូលមកវិញការងារកូនក៏មានការងារជាគ្រួសារក៏មាននិយាយទៅ3នាក់មកគ្រួសារហ្នឹងគឺគ្រប់ target ហ្មងដូចអ្នកខ្លះអញ្ចឹងគាត់កំមុំឲ្យគាត់ទៅផ្សាយរបស់ baby I know គាត់នៅតែផ្សាយបានដូចគ្នាប៉ុន្តែក៏វារៀងវៀតប៉ុន្តែបើឲ្យតែខ្ញុំទៅផ្សាយរបស់ baby yeah of course we work this we make sense ដោយសារខ្ញុំមានកូនហើយខ្ញុំទៅផ្សាយរបស់ beauty ប្រម៉ូទរបស់ beauty ក៏ត្រូវខ្ញុំទៅប្រម៉ូទរបស់អីក៏ត្រូវនិយាយទៅ3នាក់ខ្ញុំគឺ target ហ្មងអញ្ចឹង I'm so happy វាមកច្រើនដែរចុះឥឡូវយើងខ្លាចទៅជាម្ដាយហើយតាំងពីខ្លាចជាម្ដាយមក what is the ជុងអ្វីដែលរៀនបានដែលពីមុនកាលនៅកូនក្មេងអត់ដែរបានដឹងជុងពីម្នាក់ម្ដាយស្លាញ់ម៉ាក់ជាងមុនស្លាញ់ម៉ាក់ខ្លាំងខ្លួនឯងឥឡូវកូនតែមួយមើលហត់សម័យម៉ាក់ខ្ញុំកូន3បើអ្នកអត់ដឹងទេខ្ញុំជាកូនទី2បងខ្ញុំមានបងប្រុសមួយដែរគាត់ជាមនុស្សម្នាក់ដែលមានបញ្ហាសុខភាពច្រើនតាំងពីកើតមកហ្មងគាត់ធ្លាប់វាបេះដូងគាត់ធ្លាប់មានជំងឺក្តៅប្រកាច់គាត់ធ្លាប់កើតល្បែងអញ្ចឹង
Trong tới dưới tới chừng ngư quạt cứ chọn á tạo bị cạt mà lô đo à lấy cái nơi ta miên tịch tụi đài còn tha bị ắt khăn được càng tụi ai để nhom cao từ xa đâm mà nhom nâng cứ quạt miên bong phỏ nhom lỡ hái quạt nơi hiên vô côn bờ tò nhom cái tha bởi thân chỉ nhom chỉ quạt nhom nhom phải chỉ nhom lên hiên vô côn bờ tò về khla khỏi chụp tiệt bị pùa bị mòn con tim muốn nâng phủ bạ khlang bên nâng con vậy ta cái tha miên nẹo ăn vậy phẹp quạt ê nơi vô côn tiệt à ắt khlang đôi à muốn nè cái tha để sao ta miên đôi à muốn nâng ấy mình thử vô côn tiệt nâng bà đôi muốn thầm mà dạ thà cam tam nâng tư tay bà cắt mà lỡ cắt mà ắt sao miên chừng ngữ mày lỡ ấy ắt miên chừng ngữ ắt cắt ấy à nâng có bón dương tư cho nhung ấy để nhung mơ khơi cứ nhung cắt từ sao có thấy con nhung là bự khlang hay mạng nhung phải nhung tha nhung bị tôi là bự chưa năng tiệt nhung mình cao ngơ khơi ngôi mòn chẳng có thử căn đại bong hỏi nhung hay căn nhung là bự hào hay có nơi thay để xa khuôn anh xa nơi make up liệt pe make up được cái tiệt tôi chỉ miền này ni cái đó tha này ni cho pe mơ pe nó te ở pe muối nó quạt tơ khảo pe te pa nhóm quạt tụm miền oppa tại vậy hai bục chi mà tô bục à tệ trai tới con pong rồi mỏng trường chẳng tới mạng nhóm cứ chỉ nè spie mắn hai căn tay mà hạng công phó mà hạng con sấy hay sao mày tham mà không bên đây là bươi hột bên năng anh chăng á sao mà nó tranh nhóm khoảng con mua như một phần năng ấy chăng nó cho nó qua con pì bên năng chẳng ta hay cho lòng cắn cá chui pu cá po pu mà cá cá con bà mà nhôm cứ mưa rằm thay nhôm sờ lạnh quạt hệ đang quạt côn quạt khang chừng muốn lần thôi mà đái quạt thơ ca tròn trong quạt đang ở mình lũ na cái trong đó nó là thơ ca hot miền ca lũ mình ấy trong step tới step quạt chú đi ca chiềng này nè hay Timothy P mày từ quạt mền mưa tại nhom mày à là đo cha rồi quạt chui mưa đây nhom ở miền này đi à là nè để chui mưa nín nín cứ quạt đôi ủa tao thay nhom từ thọt pi ngày chọcนี่trong nè đám chui mưa nó cứ quạt là ngày hay xong khánh quạt mền tầm mưa nín nín mà nè anh thế quạt thử thường mà hộp thử ấy vậy tên là tia mình này cả nhắm chọc ấy chẳng hạn á bằng nu cứ quạt tầng hay quạt nơ miền pe tờ thái luôn make up với chẳng chui mưa trang nguy tật ai đo mong pe là ôi sắt luôn nó cháu mà dây tự phò bạn hai tụi em phò chân cả tàng phò tự dựa cho từng nguyên tắc nè được cái tiền đại còn nguyên bản nhà ha hay mà nhưng mà dụ cho thọc sạch cho nam ấy nè ha và muối អូគាត់ឡើងក្មេង nè nè ផ្លេចចិត្តទៅយកគាត់ ha sắp muối cho nam có chất học cái nè bỏ bà nhưng học sinh làng chật chật đấy tai nơi ta ở luôn anh ta mới trai được ấy chẳng á hay con bên bản nhà ha ở pika trơn xẹp mình pika ấy con sweat trơn mặc hàng pa nhom còn đây tầm lang to này à lợi nó nơi ta thử đánh chắp chào buổi tục ở con kênh đó phừ phật lang hả thôi bạn á comment phật lớn như ấy tại của nhom pin nơi ta lọp kênh đó phật là lời đó ngày là lời chẳng tới nè để mơ cô nhóm cứ pa nhom là ngày hay con trường còn chẳng tiêu còn bà mơ còn ấy vẫn thấy con nơi ta cho đây từ mơ đòi luôn anh đòi sờ bài chân nhưng cái tha cha hụt bỏ cô nhóm cứ pin lên khăng à hai nhóm có đăng con tờ lơ mà bà nhóm đấy tu quát họ dần ná cái quát lên cho mỗi cô nhóm tăng sờ bài chất vì ha cô nhóm nó đứt đôi chất lên này cho chất lên nè khmer na cái trong đây cái thang khmer na cái trong nhưng mà đăng cái với nhóm tổng con tình mùi tòn nè mình con ai cho mà khẩm bàn một cái sọt khmer tờ lên chân tầng men nhưng cái thang bà cô nhóm nên tới cho mỗi nhóm pin nhẹ là hô đó bà hai chơi con mình happy girl cho nghe buổi bế là có miền bề đài nhóm chủ buổi năng đây nhóm exhausted hay cô cho tụi tù sắp tới kia hay quạt nơi biểu cái mà lên hay giờ mình cả lằng ta lên cho mỗi quạt á cho nên sầm hè nên mà họ đã có nơi giống tay quạt nơi trăng lên chẳng bàn tay nhóm miền mạ mũi pa đại trăm lên cho mỗi con nhóm tụ quạt exhaustedอย่างណាក៏គាត់នៅតែលេងដែរខ្ញុំពិតជាសរសើរគាត់ឲ្យដឹងគុណគាត់ឲ្យស្រឡាញ់ម៉ាក់មួយប៉ាជាមុន ចេញមកឥឡូវនេះក៏គាត់នៅមើលដែរម៉ាក់នៅមើលនេះ
Chứ bà xin chị trên bị chồng bị mà đai tới mà đai á chẳng ơi xa tới gót bạn nào đây. What would you talk to her? Ủa làm cô rồi nữa á. Niบอกว่าก็ปุ่งวิดีโอนั้นออกคนมาได้มือยมปีเขมรไงทำลายมือก่อนยมเตียดจังให้มือได้ก็ได้สลายเตียดนะให้ไปคลาการยมนึกเขมรยมสมได้ตัวทมหมดกวาดấyให้ออกสบานnơi chặt mùi mà ấy có nhom mi hà ràm tha nhom từ tua ban cái đây sờ lạnh pin lên bị cọt được kia mày tới ai tha nhom một cọt chụp kia ca cho nó hiện được có tranh thôi cẩn thận tờ bồn ấy nhom ọt nơi te rồi có vậy khá sưng tả ọt miên nơi te phèm ngay trong cái này cái miên này bàn tay không có lồng pe phèm ngay nắng còn nơi từ tua ràm tha mặt ba nhom bà ràm pin nhom mặt ba nhom sờ lạnh nhom tay từ tua ràm ba nâng đòi ấy cột kho có sự sốc tục mà chạy bạn nào được cái chẳng á có tay đập đó cái đây sẽ là nhà nhung bình linh chẳng tư của mà đặc biệt bao nhung lo đo lỡ cho ngồi nằm mạ pa nhung cái thả mình ấy lọ được cái nhung cái thả nhung bật chìm miền sầm nắng ở đầm miền mạ còn mạ nhung chỉ mẹ hay mà mình chết khỏi vậy thơ mạ con tiệt hay mạ thời tao hùa ai ban là dụ về anh mơ nhung xong con mạ bình không gì tặng hắn u là Dạ, vừa nhung cái tha trong bua vừa nhung mà tới cỡ cái đó tại vì chẳng tại vì giờ tới rộng nó happy min côn á bạn vô là rộng bao mạ pa mà hay cái tha but đã upload min côn mình trong tiếp theo ấy thế này đã upload min côn tu phải vô mấy cái vô đây tao tờ dương to từ mong á bạn vô là rộng người nữa chắc trong bua liền to luôn tăng pi nhưng cái ta đôi vậy chẳng tăng miền câu nó xong bây giờ chư gọt miền pe xong bây giờ đây thôi chứ ở lại miền đai ao pe liền mặc luôn ai when is your last me time ở đây gặp tới ở lại chấp đam ao pe liền mặc luôn anh cái là ai mệt tới cứ đôi nhung vậy nơi thom vậy không video ai mua nè lịch bắt đây trong một khôngระยะไปมวยไทยเป็นตั้งแต่ทัวร์แบบนี้แบบนู้ทัวร์นี้ทัวร์นู้นดำใบขัวซาดำใบเกย์ข่าวบุคคลอันคือเกย์ไอ้จังจะไหนไปมาเมาสมัยคลนไอ้หรือก็กะละเมาเพื่ออัดเมียนไอเชียทำงานในยมไม่จังยมตั้งแต่แสดงคลนไอ้นั่งมาเอาไปเวคลนไอ้từสะอาดtừลิปสกินแคร์từลิปไอทัวร์คลาtừตัวฮอตอย่างน่ากระดอยสบงจุกชอนอย่างน่ากระดอยก่อนเนยแต่เมาเป็นเธอตั้งวิตักลิปเลยลิปสกินแคร์เธอตันสะอาดอัดไอ้ประดอยคลนไอ้โดยการมวนบานนี้cho lên bờ vậy follower họp mơn nè miền đây miền mạ pa miền cồn phongไปกล้าแบบเราถ้าไอ้กาดนั่นซอเรานั่งเถอะ mà tới nhưng cái tha mà nơiตัวสไทยว่าปันน้ำมีนเอาไว้ขบยำคนน้าก็เวียนเนอแต่มีอารมณ์แบบนึงคลาได้จังหวะยำท่าอัดชื้อเนาะเมียนแต่ติดคลำพอดให้เราไปแต่เมียนคือตีนคลนไอมาวิ่งแผลท่าคลนไอคือเชื่อมนุษย์สำนาไงเบียนอันนี้โยมเหมือนจังไอ้ที่พันท้ายใช่ไหมโยมเมียนกายสัมปติกระปรอนโยมเมียนชีวิตโมเดลอ๋อเมียนมะเมียนปลาได้สลังmiền đây miền cầu miền ca nghe mua để đặt thật thề miền mà nơi chỉ chọnแต่đã trong banชีวิตดุจยมจังกลมไอออนสปอนจัดกลมเนอไอกาเมียนเหือเองใหญ่จังมาตกเนอขนมเนี่ยไอ้เมียนอาเกดังไงไอ้เมียนอาเกจะคูเตียเดสมัยตะครวนไอ้นั่งเตะครวนไอ้ดำห้องไปคลาดโยตะครวนไอ้กัดไอ้พังจอยตำรวจเนี่ยเซงวิมจังอันนั้นจังเมียนเหือไอ้อันใหญ่จังมาผู้ไอ้เมียนมาเลยchỉ chọn nó hồngจำสดับmau bị chơi clone này ăn cái này cất thà cái này chật đưa cái ăn hiền tờ hồ kèn vậy cái bắt miên mình được chỉ chọn nhưng cái ta không cho vật mình nè cứ miên mình nữ chỉ chọn lấy cái này mình chọn tới tam mình nè pin nè được bên này cho ha tay tờ hồ trăm snap
vậy cho cái nằng chăm sáp lỗ tranh màu ở đây thế hay đập bên nhìn tranh máu cứ thu mà យ៉ាព្រោះខ្ញុំគាត់ថាដូចលីននិយាយចឹងណាគេក៏អាយការណាគេក៏មានអារម្មណ៍សាំថាមានអារម្មណ៍ថាចឹងតិចតួចវាជាធម្មតាប៉ុន្តែសំខាន់ស្របសេចក្តីជាមួយខ្លួនឯង dạ ពេលដែលមានចឹងហើយតែយើងធ្វើមិនបើសិនជាអាយការហើយពេលខ្លះអាយការហើយអត់ដឹងខ្លួនឯងអាយការទៀត nâng này គិតថាខ្លួនឯងល្អគិតថាខ្លួនឯងសប្បាយរីករាយប៉ុន្តែអត់ទទួលស្គាល់ខ្លួនឯងថា nâng ហើយ này គេពេលនៅម្នាក់ឯង set កើតទុកឲ្យអត់ទទួលស្គាល់ទេអានឹងគឺជាអន្ទាក់មួយដ៏គ្រោះថ្នាក់ខ្លាំងបំផុត dạ dạ ប៉ុន្តែដល់ពេលយើងដើរយូរទៅឥឡូវមានដល់កូនហើយដល់ពេលអញ្ចឹងទៅចេះដឹងខ្លួនឯងកាន់តែច្រើនជាងមុនយើងក៏ដឹងរបៀបកិច្ចបេះរបស់វាដែរហើយលៀនពីមុនតាគ្រាន់តែជា content creator ហើយគ្រាន់តែជាកូនទេអត់មានទំនួលខុសត្រូវអីច្រើនទេតែដល់ពេលឥឡូវជាម្ដាយហើយជាប្រពន្ធទៀតជីវិតយើងឥឡូវរៀបចំបែបណាតើរៀបចំធ្វើម៉េចដើម្បីវា balance ហើយមានតរយៈភាព ai ta đi mua nhôm sầm nàng mua thoáng nhôm hoàng anh nhôm nơi giờ mới mạ nhôm mề chẳng tới ca nghe te rồi có ca nghe te tịt tôi đưa rồi vậy tới mà hô nhôm bạch khoa lề cho nhôm ai đọ nàng tranh mua vậy và ta ca nghe cật hưởng cô nữa cái anh tới ai pe tới chia bập bôn chị ấy thòm bà đá vấn đề sấy tua chỉ miền nẹn đây chỉ một dạng na cả miền ta miền thời ta miền ca nghe khác thời thực luôn anh đây chỉ mà đây chia bập bôn kia chẳng hạn chẳng à lời nâng nhung của bông tay hiệp schedule đi cái nếp vui nhưng mà đang thắt thời thương mà chê để sao tao bà xin chỉ ca nghe từng ó nâng nhung vô mà thua bể ngày ở đằng thầy dục lang cư sạc cam khăn thái lắng đôi vì ta dục láng cứ sặc cam ta mà đòn chẳng ngang nghe từng ó cứ vô ta đã thừa phải dục hai năm mới thôi phải dục sủa tiền thoảng ấy thoảng con kênh nó phải là con kênh tới ai thưa ca nghe nâng đau rồi luôn nó phải về ngay thưa bị bom te thôi bom te mới cho thưa khuôn anh sạch khuôn anh phèn này tì miên ở con mà chuối ai đo cả lá mau hình chẳng á còn mà chuối rồi chuối ấy con tạm vặt chứ con nó hiền du hay bọt cả ơi chứ thọ na bọt cả ơi nhưng mà đã tận nạ đợt về miền quạt chui vậy nó quạt chui phải vậy đấy chân ở con vậy tên đó càng nghe nó mà vô được thua về vô của bạn đây ấy tên តែវាមានកូនយ៉ាងបែរខុសគ្នាអីពីកាលនៅក្មេងច្រើនណា bà ơi bà mà xua miền con xua ắt miền ắt xua không mà cái xua bao nhiêu phép ta xua cái ắt chưa đây bà tại miền này á chỉ vật miền này mến tên nó về đại miền mình đừng mà nẹ tiệt ai kênh ao hỏi dục ai lũ đã bàn ai mày từ sao lạnh pi bùa pi pông mong á đôi bị khá là đôi mặt phẹ bị khá là có lên một kia đang đà lấy đang thả quả toàn vô lại bàn tay cái đây sao lạnh nâng ai cái điều rõ ban ấy vì thông thanh khăn chùm bùa côn hình chăng nhung có đăng côn thay dùm cái đây sao lạnh mà nhung chụp bùa nhung đôi kia ចុះឥឡូវបន្តទៅមុខមានកម្រងបែបណាដែរ សំណួរមួយនេះគឺទទួលបានច្រើនបងលេនយកថែម 3-4 ទៀតមកបងលេនខ្ជូតចឹងយក 10 ទៀតមកបងលេនពេលណាយកកូនទី 2 បងលេនសុំសន្តិភាពសិនណោះសុំសន្តិភាពសិនណាពីព្រោះអីមួយនេះរងថ្ងៃចាប់អត់តន់ជាប់ទេសុំអាចឲ្យខ្លួនឯងមកត្រឡប់ហូបរៀងកាលមុនសិនណាណោះចាំយកមួយទៀតសិនណាណោះហ្នឹងហើយ ចាចាញ់អនឹកអត់ឃើញព្រោះទី1នេះអត់កម្រងទេហើយខ្ញុំខ្លាចតែទី2ហ្នឹងមកអត់កម្រងទៀតនឹកយំទៅហើយ អេវាន័យថាយំហ្នឹងនិយាយគ្នាហើយមិនថាប់យំ យំរំភើបព្រោះអីមានកូនត្រេនមួយទៀតចឹងកម្រងពីទៅតមុខទៀតខ្ញុំអនឡាញថាខ្ញុំជាម៉ាក់មួយដ៏ល្អប៉ុន្តែខ្ញុំនឹងខ្ញុំរងថ្ងៃក៏ explore ខ្លួនឯងឲ្យធ្វើជាម៉ាក់មួយដ៏ល្អដែរ
nhom có lương tìm mùi thơ mạ kê đài chỉ vật ní có chỉ vật tìm mùi đã nhom nở đài hai cục cái này còn chẳng đài so cả mơ con mà nhom cứ nghi số chia lại con anh công cận ấy bây giờ miễn chọn về được ấy chẳng cái này cái này và top anh năng cho mùi năng sẽ tất cả những anh năngประกาศមានអីថ្មីសម្រាប់ខ្លួនឯងអាចឲ្យខ្លួនឯងទៅឈរលើបកូននឹងកុំភ័យរឿងអត់មាន sponsor អត់មានការងារចូលទៀតឥឡូវដល់វគ្គចិនសំលុយអីចិនសំលុយអី chứ vô lính luôn anh có tha chim đai bẹp nào đây hay cho anh nhìn khơi luôn anh mày đây ở đó còn không mấy lời đấy ជាម្ដាយម្នាក់ដែលឈៀលសបាយហើយមួយកូនគឺកំ pl ែងហ្មងណាគេក៏ដឹងដែរថាកូនខ្ញុំអត់ព្រមហាងម៉ាក់ទេអ្វីទាំងអស់ក៏និយាយតាមដែរលើកលែងតែពាក្យថាម៉ាក់តែអីឯងម៉ាក់នៅតែស្រឡាញ់កូនព្រោះម៉ាក់ស៊ាំហើយ con giống vậy khai chạy mạ ban đó nè chắc là phía nó cột hay bà ở trên đấy hay phía xây ở trên để mạ là hơn chắc là mặt ជីវិតខ្ញុំគឺមីមតាំងដើមមិនសូឥឡូវមានកូនមីមទៀតក៏អត់អីដែរវាស៊ាំហើយហៅម៉ាក់តែម៉ាក់ពេលអាសន្នរបៀបដូចម៉ា cho lại như vậy bị đây bên mà đo mà trong pua rổ là mình trùng ba lên chờ nó tay trong pua quạt mệt đai cho lừa tao nào buổiนั้นปัจจุบันกดមិនម៉ាយ បើខ្ញុំប្រាប់ថាខ្ញុំអត់ដឹងជួយអត់ខ្ញុំមកស្គាល់ប្តីខ្ញុំច្បាស់ហើយណាតែពេលទៅកាលមុនណាព្រោះអីគាត់ជាមនុស្សម្នាក់ដែរមិនទៅដូចខ្ញុំនិយាយចឹងថាគាត់ធំឡើងគឺម្នាក់ឯង freedom ចឹងគាត់អត់ដែរដឹងថាក្តីស្រឡាញ់ជូនចំពោះត្រូវបញ្ចេញមិនក្តីស្រឡាញ់ទៅកាន់គ្រួសារឬក៏គ្រួសារបញ្ចេញក្តីស្រឡាញ់មិនបានគាត់ទទួលបានទេគាត់អត់ដឹងភាសាស្រឡាញ់គាត់ទេសូមជួយសម្រាប់ខ្ញុំបើសិនជាគិតឲ្យ post ពេលខ្លះខ្ញុំធ្លាប់គិតnegative ដែរប៉ុន្តែបើខ្ញុំឲ្យខ្លួនឯងទៅគិត positive មានអីមួយយ៉ាងតែខ្ញុំមិនដឹងពីប្តីខ្ញុំច្រើនក៏បានដែរចឹងពួកខ្ញុំនៅក្នុងអាការៈមួយដែល explore ចង់និយាយថាចេះមិនទៅពេលឆ្លោះគ្នាឬក៏អីចឹងទៅខ្ញុំអត់ចង់លឺពាក្យថាហ្នឹងឯងខ្ញុំស្គាល់គាត់ច្បាស់ហើយដោយសារតែគាត់អញ្ចឹងណាគាត់មកពីគាត់អញ្ចឹងការគិតគាត់អញ្ចឹងបានមកបានរឿងហ្នឹងគាត់កើតឡើងក៏ពិតខ្ញុំអត់ចង់លឺពាក្យអញ្ចឹងទេខ្ញុំអត់ចង់ទៅទូសទាយក៏អញ្ចឹងទេអញ្ចឹងបាច់ដឹងក៏បានដែរយើងនៅ explore គ្នាសិនណាបាច់ដឹងច្បាស់បាច់ស្គាល់ច្បាស់ពេកក៏បានដែរអី cho ai tại sao quạt ban này nơi không tận nào nắng quạt ban trong buôn lên á quạt bên này bẹp nào nè ប៉ុន្តែបើពីអតីតកាលពីសង្សារតាំងពីពេលរៀបការជាទន្ទីជាប្តីមកដល់ឥឡូវខ្ញុំអត់ដឹងអរគុណគាត់មិនទេគាត់មានខ្ញុំជាមួយនឹងកូនខ្ញុំគឺគាត់អត់ expect ដូចគ្នាដូចខ្ញុំនិយាយចឹងគាត់មានបានរំពឹងទុកមុនគាត់អត់តន់បានគាត់ដឹងថាធ្វើមកជាបង្គោលមួយដែលត្រូវឲ្យនារីពីរអ្នកទៅផ្អែកតែនេះគឺលើកទី1របស់គាត់ខ្ញុំមើលឃើញថាគាត់បានមកពេញតួនាទីហ្នឹងបានល្អខ្លាំងមែនទែនគាត់ជួយមើលកូនខ្ញុំគាត់ជួយថែផ្លូវចិត្តខ្ញុំគាត់ដែរឲ្យខ្ញុំមានអារម្មណ៍ថាគាត់លួចលាក់តណែអ្នកនរគ្នាដឹងហើយប្តីខ្ញុំសង្ហាអញ្ចឹងគាត់ចង់តណាក៏បានដែរចាប៉ុន្តែគាត់ដែរមានអារម្មណ៍ថាខ្ញុំនឹងចំណែនថាអូយប្រច័នឬក៏អីអញ្ចឹងខ្ញុំអត់ដែរទេខ្ញុំអត់ប្រច័នគាត់មួយទេខ្ញុំប្រច័នគាត់តែជាមួយគាត់ខ្លួនឯងទេវល់គាត់ទៅចិត្តមើលកញ្ចក់មើលខ្លួនឯងសាច់ដុំអីចឹងខ្ញុំប្រច័នគាត់ជាមួយខ្លួនឯងនឹងតែប៉ុណ្្នឹងទេតែបើថាមួយផ្សេងគឺអត់ទេហើយខ្ញុំអរគុណគាត់ដែរចូលមកជីវិតខ្ញុំពីរៀនច្រើនពីរៀនគ្នាទៅវិញទៅមកច្រើនព្រោះខ្ញុំមួយគាត់បើអ្នកនរគ្នាទៅមើលឲ្យស៊ីជម្រៅណាផ្ទុយគ្នាខ្លាំងចរិតគឺផ្ទុយគ្នាហ្មងម្នាក់ហឹលម្នាក់សាបម្នាក់លឿនម្នាក់យឺតម្នាក់និយាយច្រើនម្នាក់អត់និយាយសោះខុសគ្នាហ្មង100%ហ្មងចង់ក្លាប់ចាក់ហ្មងប៉ុន្តែនៅតែដើរមួយគ្នាបានដូចចេះគាត់សមខ្ញុំសុភាអញ្ចឹងណាប៉ុន្តែដូចគូមួយអញ្ចឹងខ្ញុំអរគុណគាត់ដែលចូលមកជីវិតខ្ញុំហើយ
បើបងគិតថាបងព្រោះខ្ញុំមើលឃើញណាអ្វីដែលខ្ញុំទទួលបានណាគាត់ដែរនិយាយប៉ុន្តែខ្ញុំមានអារម្មណ៍ថាគាត់តែគិតថាខ្លួនឯងអត់ប្រយោជន៍ឬក៏អីអញ្ចឹងណា no មានប្រយោជន៍ខ្លាំងណាស់ you did the best ចឹងថា you did well did so well ហ្មង លីនត្រូវការគាត់ខ្លាំងណាស់ យ៉ាខ្ញុំមិនអាចអត់គាត់បានទេ តែចំពោះលីនខ្លួនឯងសារខ្លួនឯងថាម៉េច កុំអួលបានអត់ថាខ្លួនឯងឆ្លងកាត់អាតនានោះបាននិយាយទៅតនាហ្នឹងនៅក្នុងឆ្នាំ2024ទៅដល់25ហ្នឹងគឺសូមរៀបការរវាកាត់កូនមានកូនកាត់កូននិយាយទៅអាព្រឹត្តិការណ៍ជីវិតដែលសំខាន់គឺកាត់ឡើងជាប់គ្នាហ្មងណាប៉ុន្តែនៅតែឆ្លងបានណាវាឆ្លងហើយឆ្លងដោយរីករាយឆ្លងដោយរំភើបធ្វើបានទោះវាមិនមែនបានល្អ 100% ប៉ុន្តែអាចទទួលយកបានព្រោះក្នុងជីវិតมันអាចគ្មានអ្វីត្រូវចិត្ត 100% បានទេប៉ុន្តែយ៉ាងហោចណាស់ក៏បានចិត្ត60 80ភាគរយដែរណា60 80%យ៉ាបាច់ដល់90ខ្ពស់ពេកទេធំ8ទៅបានទេហ្នឹងហើយហើយសប្បាយចិត្តខ្លួនឯងដែរព្រោះខ្ញុំអត់ដែរគិតថាខ្ញុំអត់ដែរគិតថាខ្ញុំនឹងយកសក់គីឡូមកវិញទេព្រោះខ្ញុំមនុស្សម្នាក់ដែលពិបាកសម្រក់មែនតើហើយឡើងចុះច្រើនដងទៀតទៅអញ្ចឹងអា system ដែលប្រព័ន្ធភាពស៊ាំក្នុងរាងកាយខ្ញុំហ្នឹងវាស៊ាំបាត់ហើយអញ្ចឹងតតាថាសម្រក់លើកហ្នឹងយើងធ្វើប៉ុណ្្នឹងអញ្ចឹងសម្រក់លើកក្រោយតតែធ្វើលើសហ្នឹងតមានការតាំងចិត្តខ្ពស់ខ្ញុំអត់ដែរសម័យថាខ្ញុំនឹងបានរូបរាងឥឡូវហ្នឹងមកវិញទេប៉ុន្តែខ្ញុំធ្វើបានហើយខ្ញុំក៏សរសើរខ្លួនឯងដែរតែមានការតាំងចិត្តខ្ពស់ហើយអត់ដែលបបងចោលខ្លួនឯងហើយមកទៅកុំបន្ទោសខ្លួនឯងច្រើនពេកខ្ញុំគិតថាចន្លោះពេល 3-4 ឆ្នាំនេះឬ 6-7 ឆ្នាំនេះលីនឆ្លងកាត់ច្រើនហើយដូចនិយាយចឹងអីគេព្រឹត្តិការណ៍ធំក្នុងជីវិតឯងឆ្លងកាត់ហើយអស់លេងហើយវាមិនស្រួលទៀតអញ្ចឹងខ្ញុំគាត់ថារៀនបានមេរៀនច្រើនបើសិនជាអាចឲ្យមេរៀនមួយដែលលៀនចំពោះលៀនផ្ទាល់រៀនបានដែលមកដល់ក្នុងចិត្តមកដល់បច្ចុប្បន្នណាមេរៀនអីគេដែរជឿដើម្បីតែមើលឃើញកុំឃើញឲ្យបានជឿបញ្យល់ផងជឿដើម្បីតែមើលឃើញមានថាជឿខ្លួនឯងមុនទៅហើយអ្នកនឹងមើលឃើញហើយជឿឲ្យធ្វើហងកុំជឿឲ្យអត់ធ្វើជឿឲ្យធ្វើវាទៅអ្នកនឹងមើលឃើញហើយរបៀបដូចគេហៅច្បាប់សូបទាញគិតអ្វីដែលវិជ្ជមានអានឹងវិជ្ជមាននឹងមកដល់តាមបទពាក្យហ្នឹងខ្លាំងណាស់ព្រោះអាចជឿតើជឿឲ្យបានយើងអាចទៅធ្វើវាបានហ្នឹងហើយប៉ុន្តែបើសិនជាក្នុងពេលហ្នឹងយើងអត់ជឿទេវាស្រូបទាញឲ្យយើងធ្វើអត់បានដូចគ្នាអញ្ចឹងខ្ញុំពិតជាឆ្លាញ់ពាក្យហ្នឹងមែនតើហើយអរគុណច្រើនអរគុណដែលបានចំណាយពេលវេលាថ្ងៃនេះហើយក៏បាននិយាយគ្នាបានដឹងច្រើនពីគ្នាបន្ថែមអរគុណខ្លាំងមែនតើហើយក៏អរគុណទៅដល់ដៃគូសហការរបស់យើងដែរ Express ដែលគាត់គឺជាអ្នកឧបត្ថម្ភនៅក្នុងរដូវកាលទី2នេះអញ្ចឹងដំបូងមកយើងផែដែរទៅខ្ញុំនិយាយពីអីចាវាអីចឹងណាគេគិតថាទីអត់មានអីនិយាយចេះស្ដាយមកនិយាយឥឡូវឡើងស្អីទឹកដែរហ្នឹងOkay thank you so much bye bye thank you so much